ខ្ញុំប្រកាសណាខ្ញុំបាទខំវាសនាសូមលំអរកាយក្រថ្វាយបង្គំប្រគុណចាស់ព្រះធរានធរៈគ្រប់ព្រះអង្គដែលព្រះអង្គកំពុងតែគង់ជីវិតមានក្នុងវេទិកាសត្យនានេះជាទីគោរពសក្ការៈសូមគោរពបងប្អូនលោកតាលោកយាយគួយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានមានគេសួរខ្ញុំញឹកញាប់គេថាតើពេលណាស្រុកខ្មែររបស់យើងអាចអភិវឌ្ឍស្រួលបួលដូចស្រុកគេអញ្ចឹងខ្ញុំឆ្លើយទៅវិញថានៅពេលដែលប្រជាប្រដ្ឋបាត់ភ្លើនេះមួយនៅពេលដែលប្រជាប្រដ្ឋបាត់ខូចនេះមួយនៅពេលដែលប្រជាប្រដ្ឋមានការទទួលខុសត្រូវចំពោះជោគវាសនានៃប្រទេសរបស់ខ្លួនឯងនេះ3សុទ្ធសឹងតែជាហេតុនាំទៅដល់ការរីកចម្រើនរបស់ប្រទេសហើយខ្ញុំចេញមកធ្វើនយោបាយដោយសារខ្ញុំមើលឃើញខុសអំពីអ្នកនយោបាយផ្សេងគេនិយាយថាស្រុកខ្មែរមកពីអ្នកដឹកនាំខ្ញុំថាស្រុកខ្មែរមកពីរាជដោយប្រហែលថ្ងៃហ្នឹងគេអំពាវនាវឲ្យមានទិវាបោសសម្អាតបរិស្ថានដល់ពេលខ្ញុំមើលឃើញថាវាគួរតែបង្កើតទិវាឈប់ចោលសម្រាមឈប់ទៅតើពេលណាឈប់ចោលសម្រាមទៅក៏វាអត់មានអ្នកសម្អាតដែរគំនិតយើងជាគំនិតដែលផ្ទុយនឹងគេហើយផ្ទុយនឹងមិនមែនផ្ទុយដល់ពេលខ្ញុំធំទេគឺថាផ្ទុយតាំងពីក្មេងមកទៅរៀននៅសាលាដូចអត់មានគ្រូណាធម្មតាជាមួយខ្ញុំសោះបើមិនស្អប់ទេគឺស្រឡាញ់នឹងហ្មងកូនសិស្សខ្ញុំគឺអញ្ចឹងបើគ្រូមិនស្អប់ទេគ្រូស្រឡាញ់អាគ្រូធម្មតាគឺគ្មានហេតុអីពីព្រោះខ្ញុំលើកដៃសួរញឹកពេកដល់ពេលសួរញឹកពេកគ្រូណាដែលគាត់ចូលចិត្តកូនសិស្សអញ្ចឹងគាត់ស្រឡាញ់ទៅដល់ពេលគ្រូណាគាត់ស្អប់គាត់ថាកូនសិស្សអញ្ចឹងសួរចាញ់ចាគាត់ស្អប់ទៅអត់មានរឿងធម្មតាដូចគេឯងទេវាចេះតែមានកំណត់ផ្ទុយឲ្យតែគេនិយាយមកតាំងមានកំណត់ផ្ទុយហ្មងមិនដឹងអាម៉េចចេះតែមានកំណត់ផ្ទុយអញ្ចឹងមកដល់ឥឡូវហ្នឹងខ្ញុំមើលឃើញថាស្រុកមួយនេះអាចរីកចម្រើនទៅបានណាលុះត្រាតែមនុស្សដែលមានសភាពដូចយើងអញ្ចឹងទៅកាន់ការងារប្រទេសជាតិបងប្អូនមើលសិង្ហបុរីមើលលីកវ៉ាន់យូគាត់និយាយថាម៉េចនយោបាយមិនជាលបែងរវាងខ្ញុំហើយនឹងអ្នកឯងណាមានឈ្នះមានចាញ់ហើយជារឿងឯកជនរបស់មនុស្ស2 3នាក់អង្គុយទល់មុខគ្នាលេងលបែងណារឿងនយោបាយគឺជាជីវិតរបស់មនុស្សទូទាំងប្រទេសរួមទាំងខ្ញុំរួមទាំងអ្នកឯងដែលប្រឆាំងមួយខ្ញុំនឹងផងមិនជាផលប្រយោជន៍រវាងខ្ញុំហើយនឹងអ្នកឯងមិនអញ្ចឹងណាផលប្រយោជន៍របស់មនុស្សមកប្រទេសមានខ្ញុំនៅក្នុងនោះមានអ្នកឯងអគណៈបកប្រឆាំងនៅក្នុងនោះដែរនេះអ្នកដឹកនាំដាច់ខាតត្រូវតែជាមនុស្សដែលមានកណ្ដាប់ដៃដែរហើយចុះបើមញែកធររាល់ថ្ងៃនេះអាឆ្វេងក៏ត្រូវអាស្ដាំក៏ត្រូវអាធត់អាក្រក់សាវកអមឆ្វេងស្ដាំរបស់ម្ចាស់គ្រូដឹកណាបោកហ្នឹងដើរអមឆ្វេងស្ដាំធ្វើព្រះសិរីបុត្រធ្វើប្រមោកលៀនអមម្ចាស់គ្រូអាក្រក់អញ្ចឹងត្រូវផិនណាបងប្អូនផិនមកទៅមានស្នាមដែលយើងអាចកត់សម្គាល់ថាម្ចាស់គ្រូដូចមិនស្រួលទេអីត្រូវជាមួយពួកអាចោថងយាមអញ្ចឹងចាំបើអត់មានកណ្ដាប់ដៃដែកអញ្ចឹងផងនេះទៅកាន់ការងារប្រទេសជាតិមិនម៉េចបងប្អូនត្រូវយល់ឲ្យច្បាស់ណាបឋមជនទាំងឡាយធ្វើការជាមួយនឹងចិត្តព្រះអរហន្តធ្វើការជាមួយនឹងបញ្ញាបឋមជនធ្វើការជាមួយនឹងចិត្តអត់មានចិត្តក្តៅចង់បង្ក្រាបអំពើអាក្រក់ធ្វើមិនកើតទេបងប្អូនខ្ញុំសម្គាល់ចិត្តខ្ញុំដឹងដេកមិនបានទេបងប្អូនលើគេប្រឡប់តាមប៉ុស្តិ៍អីនេះមួយដេកមិនបានទេសម្លឹងគិតទៅដល់សង្គមឃើញពួកអាចឡោមខាមអស់នឹងដែលវាកាន់ការងារប្រទេសជាតិមានតំណែងដូចជាចៅហ្វាយស្រុកចៅហ្វាយខេត្តតុលាការមន្ត្រីរាជការឃើញវាប្រើតួនាទីរបស់វាគៀបសង្កត់ប្រជាប្រដ្ឋខ្ញុំក្តៅដេកមិនបានទេហើយចូលបើម្ចាស់គ្រូគាត់ថាយើងត្រូវមានចិត្តត្រជាក់អបធជនណាម្ចាស់គ្រូហ្នឹងដោះតែច្បងជប៉ុនដេកក្បែរមនុស្សកើតកូនមនុស្សឥឡូវហ្នឹងគ្មានអលហនមីលហនអីទេមនុស្សដូចយើងអញ្ចឹងហ្នឹងហើយដល់ពេល
លោកទេសនាអញ្ចឹងលោកបព្វអៀកអញ្ចឹងហើយលោកមកទាញយើងឲ្យដូចលោកដែរខ្ញុំថាខ្ញុំវាមិនចង់បង្អាប់លោកទេប៉ុន្តែលោកចាប់ផ្ដើមណាលើកតម្កើងខ្លួនលោករួចហើយមកបង្អាប់យើងយើងផ្លូវទៅរកជួយមនុស្សមកប្រទេសហើយលោកបព្វអៀកខ្ញុំថាមកចេះលោកនឹងមានស្អីប្រហែលធំបាសណាគុណធម៌ត្រង់ណាធំបាសមានពិធីកឋិនមានពិធីបច្ច័យ4មានបុណ្យមានទានអីចឹងទៅគេដាក់ធំបាសនឹងយកទៅចាក់ហ្នឹងមួលបាច់ហ្នឹងងើងចឹងទៅឯណាគុណធម៌កលេចមកពួកយើងវិញដកខ្ញុំចេញផងគិតដល់ធម្មសមាជិករបស់យើងតូចទេបងប្អូនវាប្រយុទ្ធប្រឆាំងទី1ខាងក្នុងគឺប្រយុទ្ធប្រឆាំងជាមួយនឹងគ្រួសារវាដែលមិនចង់ឲ្យចូលរួមនឹងនយោបាយទី2វាត្រូវប្រយុទ្ធប្រឆាំងជាមួយនឹងសង្គមខាងក្រៅពិបាកណាបងប្អូនណាគ្នាពិបាកណាលាក់បងធំណាដូច្នេះគុណធម៌របស់សមាជិកយើងអាតូចហ្នឹងគ្រាន់បើជាងធំបាសនឹងទៀតធំបាសគេដាក់ក្នុងឡានទៅចាក់ណាកោរួចបានលុយដាក់ធនាគារណាហើយមកថាគុណធម៌លើយើងជួយហ្មងទេបងប្អូនបើថតជនទាំងឡាយធ្វើការជាមួយចិត្តហើយចុះបើចិត្តលោកវើចិត្តអញ្ចឹងឯណាទៅធ្វើការដោយលីកបានយូរបានលីកបានយូរបងប្អូនក្តាប់ដៃដែរគាត់មើលទៅគាត់ថាត្រូវតែបង្ក្រាបមកសង្គមហ្នឹងគាត់ទៅជាមួយចិត្តអញ្ចឹងតើមានចិត្តអញ្ចឹងបានសកម្មភាពហ្នឹងវាទៅតាមចិត្តបើថតជនទាំងឡាយធ្វើការជាមួយចិត្តហើយចុះបើចិត្តលោកល្វើកហ្នឹងបើលោកកាន់ការងារប្រទេសជាតិបែបលាយគុកចោលយ៉ាងអត់មានគុកទេចោលលួចតែមិនលួចទៅប្លន់តែមិនប្លន់ទៅនៅខូចមិនមនុស្សខូចទៅយ៉ាងម៉េចមិនអីទេព្រះអង្គឡើងឋានសួគ៌ទៅព្រះអង្គទៅសម្រាប់ខ្ញុំទៅនរកក៏បានដែរឲ្យតែចាប់ពួកអាខូចហ្នឹងដាក់គុកបានឲ្យតែបង្ក្រាបពួកអាខូចហ្នឹងបានឲ្យតែបង្ក្រាបពួកវាបានបើខ្ញុំទម្លាក់នរកគេចាក់ខ្ញុំមួយថ្ងៃ200-300ស្នក៏ខ្ញុំសោកកាត់ដែរពីព្រោះខ្ញុំចាប់ពួកអាខូចដាក់គុករួចហើយបានខ្ញុំចុះមករស់អត់បញ្ហាអីទេអាចចង់ឲ្យយើងមិនទាំងថាឲ្យផងមានមកខ្ទាំងខ្ទប់ផ្លូវរបស់យើងដែលយើងកំពុងតែរកសេចក្តីសុខឲ្យមនុស្សមកប្រទេសរួមទាំងព្រះអង្គនឹងផងអ្នកនយោបាយស្រុកខ្មែរទោះអញ្ចឹងបងប្អូនណាទោះតែជាមនុស្សដែលមានចិត្តចង់បង្ក្រាបអំពើអាក្រក់ចង់ណាបងប្អូនចង់ណាចិត្តបះបោចិត្តរើរុះចិត្តតតាំងមិនញោមណាបងប្អូនមិនដែលបែកចោលផ្លូវដែលខ្លួនយល់ថាត្រូវទេបងប្អូនខ្ញុំឃើញណាមនុស្សខ្មែរបងប្អូនល្អតែល្អមិនគ្រប់លក្ខណៈហ្នឹងហ្មងអត់មានអាចិតហ្នឹងបងប្អូនអត់មានអាចិតហ្នឹងហ្សិនខ្មែរយើងតាមរយៈនៃការអប់រំរបស់ម៉ែឪយូកូនវាស្លូតចឹងទៅដល់ស្លូតតពូជតធាយូទៅហ្សិនអនុគ្រោះចំពោះអំពើអាក្រក់យើងវិញងើបឡើងបងប្អូនដដើមអាការងារប្រទេសជាតិហ្នឹងមិនត្រូវឲ្យពួកអាខូចអាកិតប្រយោជន៍ទៅខ្លួនកាន់ទេត្រូវតែជាមនុស្សដែលបង្ក្រាបអំពើអាក្រក់កាន់បើមកឲ្យដាក់គុកឲ្យតោះអស់ចឹងតើតែស្នាដៃនៃបុគ្គលដែលមានចិត្តចង់បង្ក្រាបអំពើអាក្រក់ហ្នឹងបានអាចបោសសម្អាតសង្គមរបស់យើងដែលស្មោកគ្រោកហ្នឹងឲ្យវាស្អាតស្អំបានបងប្អូនដូចនៅស្រុកគេដូចលីក្បានយូគាត់ស្លាប់ទៅអាទៀបលើវានៅលើរៃវាល្អក្នុងអាផ្លូវល្អហ្នឹងដូច្នេះមិនចាំបាច់មានអ្នកបដូរផ្ដាច់ច្រើនទេព្រោះពលរដ្ឋគេមានលក្ខណៈបែបហ្នឹងចរិតរបស់គេអញ្ចឹងហើយតែដំបូងណៃនេះអូសផងទាញផងសែងផងលីផងធ្វើមិនទៅឲ្យដល់ចំណុចមួយគឺយកមនុស្សល្អហើយល្អគ្រប់លក្ខណៈទៀតមិនល្អល្វើកដូចលោកសង្ឃនោះទេមិនចឹងទេបង្ក្រាបអំពើអាក្រក់អត់ដកដៃខ្ញុំយល់ឃើញខុសគេតែអញ្ចឹងបងប្អូនគេថាមកពីមេដឹកនាំខ្ញុំថាមកពីរៀងចាញ់មកព្រាមណាគេហាមខ្ញុំមុនគេទី1គឺសាសនាកុំវាយសាសនាកុំវាយឲ្យសាសនាមិនបានទេខ្ញុំថាទុកអានទុកឲ្យកូនយាយហេងក្បាក់បាក់ពើពនាងលេងម្ដងហ្នឹងអញចង់បានអីពីគេណាអានឹងប្រហែលនិយាយមិនចេញមែនតែបើអញគាត់ចង់និយាយមិនថាបើអញគាត់ចង់និយាយអាណាទៅក្រោយវាអញនិយាយហើយគ្រប់ធរហើយមិនគ្រប់ធរហើយទៅមកស្រុកក៏មានតែមួយអញ្ចឹងទៅអញចង់អត់ដោយដូចអាណាអញ្ចឹងមិនបើអញគាត់ចង់និយាយឲ្យធ្វើអីអញលុយអញមានប្រមាណអញនិយាយប៉ុណ្ណឹងអស់លុយអញទៅរកទៀតបានលុយអញផ្សាយទៀត
บาบก็មានความថរដែរអាមនុស្សធឺណាក៏មានความថរចុះអញវាកងតែមានความថរខ្ញុំគិតថាចឹងទី1កុំឲ្យប៉ះសាសនាទី2គេថាកុំវាយអ្នកបោះឆ្នោតណាដូចអតិថិជនអញ្ចឹងយើងរស់ស៊ីយើងត្រូវយកចិត្តអ្នកបោះឆ្នោតខ្ញុំថាហែងរស់ស៊ីចង់ឲ្យអញជួយអញតើមិនតំហឹងខ្លាចអីអញ្ចឹងបានខ្ញុំមើលទៅខ្ញុំថាប្រឡោះចេញនៅត្រង់រៀននៅតែហ្នឹងវាយតងាប់ខ្ញុំថាប្រឡោះចេញនៅត្រង់រៀនសុកមួយរីកចម្រើនទៅបានវាតតែរៀនហ្នឹងវាខ្លាំងជាពិសេសគឺស្រុកអប្រជាធិបតេយ្យណាព្រោះប្រជាធិបតេយ្យប្រជាប្រដ្ឋជាម្ចាស់ถ้าจะมาเรียนវាមិនខ្លាំងសួរថាតើកាន់ការងារប្រទេសជាតិម្ចាស់ប្រទេសជាតិហ្នឹងវារីកចម្រើនទៅតាណារួចបាទប្រជាប្រដ្ឋហ្នឹងវាមិនខ្លាំងខ្ញុំបងប្អូនគេចូលរដ្ឋសភាគេសប្បាយចិត្តណាតែខ្ញុំមកចូលរដ្ឋសភាថ្ងៃណាដូចគេរុញចូលគុកហ្នឹងបងប្អូនថ្ងៃណាឲ្យតែកាន់កតាបចូលរដ្ឋសភាក្តៅក្បាលហ្មងដូចជាមិន active ដូចជាមិនសកម្មដូចសភាស្រុកគេសោះវិញមកអង្គុយបាត់តែប្រាក់ខែនឹងស្អីសភាស្រុកហ្នឹងច្បាប់អីទាំងអស់គេតែងរួចហើយចូលមកដល់ក្នុងសភាទៀតសមាជិករដ្ឋសភាហ្នឹងកំរណាស់នឹងមើលអាច្បាប់អស់ហ្នឹងកូនក្មេងសិស្សសាលាដែលវាមកត្រេននៅក្នុងរដ្ឋសភាហ្នឹងវាបញ្ចប់ពីមហាវិទ្យាល័យមកវាមកត្រេនធ្វើការក្នុងរដ្ឋសភាហ្នឹងយូរទៅវាមានការងារធ្វើក្នុងរដ្ឋសភាហ្នឹងវាហ្នឹងហើយអ្នករៀបចំច្បាប់ឲ្យឯកឧត្តមលោកជំទាវហ្នឹងលោកជំទាវហ្នឹងណាឯកឧត្តមហ្នឹងណាមិនបាច់ធ្វើអីបងប្អូននៅជួនកាលមួយខែមិនទាន់ចូលរដ្ឋសភាផងដើរលេងបាងកកកុំឲ្យតែយើងរករឿងមេកុំឲ្យតែយើងរករឿងគេអវត្តមានកន្លះខែក៏មិនអីដែររដ្ឋសភាស្រួលចឹងបងប្អូនណាមិនបាច់ចេះច្បាប់ចេះទម្លាប់អីទេអញ្ចឹងមកខ្ញុំមើលទៅរដ្ឋសភាស្រុកខ្មែរខ្ញុំថាអត់សកម្មហើយកន្លែងហ្នឹងហើយកន្លែងតំណាងឲ្យប្រជាប្រដ្ឋកន្លែងហ្នឹងកន្លែងចេញច្បាប់កន្លែងហ្នឹងកន្លែងតាមការអនុវត្តច្បាប់ហើយនឹងកែច្បាប់សាជាថ្មីឡើងវិញហើយចុះបើកន្លែងហ្នឹងវាមិនខ្លាំងហើយវាតែខ្លាំងកន្លែងណាដំណើរហ្នឹងស្រុកខ្ញុំគេថាមិនដំណើរទៅហោងាប់ហ្មងអញមើលឃើញដំណើរទៅហោងាប់នេះមើលសភាវាអត់ណាដំណើរទៅហិចម្រើនអាកាសបងប្អូនដំណើរទៅហោងាប់ហ្មងកាន់កតាបចូលរដ្ឋសភាថ្ងៃណាក្តៅក្បាលថ្ងៃហ្នឹងហ្មងយូរទៅបងប្អូនឃើញកៅអីរដ្ឋសភាប៉ិនចៃចាសួរខ្លួនឯងថាអញចង់បានកៅអីរដ្ឋសភាទៅអីឯកឧត្តមចុះបើអញក្លៀនពាក្យឯកឧត្តមសួរខ្លួនឯងថាស្ដាយអីបងប្អូនឯកឧត្តមសំខាន់តែអ្នកចង់បានណាបើអ្នកអត់ចង់បានអត់មានអីសំខាន់ទេបន្ទាប់មកទៀតប្រាក់ខែ 2000 ស្មាតទោសបើនិយាយពីឥឡូវផងណាអញជេរបានលុយច្រើនជាងនោះផងណាប្រាក់ខែរដ្ឋសភា 2000 2005ណាទាំងរបបអីផ្សេងចាញ់អញជេរទេអញជេរក៏មួយខែរកបាន 3-4 ម៉ឺនណានិយាយលេងណាស្រួលណាហើយបើនិយាយពីល្បីឈ្មោះទៅវិញពួកអាតំណាងរៀននោះដកតាមេវាចាញ់ល្បីមិនដល់អញទេអញល្បីជាងបើនិយាយពីគិតប្រយោជន៍ផ្ទាល់ខ្លួនណាបើនិយាយមកដល់ថ្ងៃហ្នឹងប៉ុន្តែខ្ញុំគាត់តែនិយាយលេងវាមិនជាប់អារឿងអស់ហ្នឹងទេប៉ុន្តែបើឧទាហរណ៍គេយកមកប្រៀបធៀបគ្នាអីណាខ្ញុំអាចនិយាយចឹងបានខ្ញុំមើលទៅទេសំខាន់ឯកឧត្តមលោកជំទាវហ្នឹងសំខាន់តែយើងគិតថាសំខាន់តាដូចអ្នកជួបបរិយហ្នឹងសំខាន់តែពួកអាក្លៀនបរិយតាដូចយាយហូបមលូចឹងគាត់ញៀនមលូញៀនតែពួកអ្នកញៀនតាហើយដល់ពេលពួកយើងអត់ក្លៀនវាមានអីត្រូវញៀនឯកឧត្តមទៅគ្នាវាសំខាន់តែពួកអត់ចង់បានតាដល់ពេលយើងអត់ចង់បានដូចធម្មតាយកកាបោកចេញមកហ្មងបងប្អូនអត់មានរវល់អីនឹងរឿងតំណែងតួនាទីនឹងទេក្តៅរឿងអីមិនគេបងប្អូនក្តៅរឿងរាជនឹងហ្មងមិនក្តៅរដ្ឋាភិបាលណាក្តៅរាជហ្មងភ្លឺចុយតម្លៃភ្លឺដល់ពេលកាន់កាបោកចេញមកក្រៅមិនសំបងតាំងពីក្នុងសភាក្តៅនឹងរាជចង់សំបងក្បាលរាជស្រាប់តែឥឡូវមកឲ្យឯងទុបកុំឲ្យវាយរាកុំឲ្យអីងាប់បំណងហ្នឹងមិនល្មមណាតាំងពីក្នុងរដ្ឋសភាមកអញថាបានក្បាលមេក្រូនពងតែមើលទៅក្រៅភ្លឺចុយតម្លៃងងអាភ្លើនោះក៏ភ្លើអាក្រៅសង្គមអត់មានការទទួលខុសត្រូវនោះក៏អត់មានការទទួលខុសត្រូវនិយាយពីអាហូចកាន់ជើងមេទៅខុសទៅនោះហូចម៉ែអាហូចអញ្ចឹងបានខ្ញុំឆ្លើយត្រឡប់ទៅគេវិញតែខ្ញុំថាតើសង្គមខ្មែររបស់យើងណារីកចម្រើននៅពេលណា
ខ្ញុំថានៅពេលរៀបបាត់ល្ងងនេះមួយរៀបបាត់ល្ងងបាត់ភ្លើនឹងមួយរៀបមានការទទួលខុសត្រូវឈប់ក្រៅសង្គមនឹងពីររៀបខ្លាយទៅជាមនុស្សល្អឈប់កាត់ឈប់មួលឈប់គ្រប់គ្រងអំពើអាក្រក់ទាំងឡាយនេះ3អា3ហ្នឹងគឺជាហេតុនាំឲ្យសង្គមមានការរីកចម្រើនខ្ញុំមើលឃើញខុសគេអញ្ចឹងបងប្អូនដល់ពេលខ្លួនឯងមើលឃើញខុសគេអញ្ចឹងហៅគេឲ្យមកយល់ឃើញដូចយើងបងប្អូនដូចខ្មុំប្រជាប្រដ្ឋខ្មែរ4-10លានអ្នកដូចខ្មុំបងប្អូន4-10លានអ្នកហៅមកហៅពីពេញមកបងប្អូនមកពីពេញមកបាត់ដំបងឯងហៅគាត់ពីបាត់ដំបងទៅពេញវិញធ្វើបដិវត្តត្រឡប់ទៅវិញរឿងសាសនាក៏ដោយរឿងនយោបាយក៏ដោយរឿងអីក៏ដោយបដិវត្តទៅវិញសួរវាពិបាកប៉ុណ្ណាបងប្អូនក៏ប៉ុន្តែខ្ញុំគិតសពហ្នឹងបងប្អូនក្មួយច្រើនណាស់ដែលនិយាយថាខ្ញុំពិបាកខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃហត់ខ្លាំងណាស់អារឿងហត់អត់សំខាន់ទេបងប្អូនសំខាន់អាសប្បាយចិត្តហត់អត់សំខាន់ទេសំខាន់អាសប្បាយចិត្តហត់ក៏ដោយមិនសប្បាយចិត្តហើយខ្ញុំគ្រាន់បើជាងពួកក្មួយខ្ញុំទៅកន្លែងណាក៏ខ្ញុំរស់នៅជាមួយមនុស្សយល់ចិត្តដែរសិតតែពួកអ្នកយល់ LDP ហ្នឹងទៅស្នាក់ការពេញមកស្នាក់ការពេញសិតតែ LDP និយាយនេះស្រួលណាស់មកចការពេញចការទៅស្នាក់ការណាសិតតែអ្នកយល់ LDP ណោក្មួយនៅសាលារៀនសិតពួកអាឈាមឆ្កែណាប្រជាប្រដ្ឋនៅតាមភូមិតាមស្រុកគាត់បាញ់ផ្ទាល់ជាមួយពួកនោះខ្ញុំថាខ្ញុំគ្រាន់បើជាងទេខ្ញុំពិតជាហត់មែនទាំងយប់ទាំងថ្ងៃមែនតែខ្ញុំសប្បាយចិត្តទៅស្នាក់ការពេញស្នាក់ការពេញនិយាយអញមកយប់ទៅភ្លឺក៏មិនខ្វះគ្នានិយាយដែរវាបដាក់គ្នាដេកមកស្ដាប់ខ្ញុំនិយាយដល់អ្នកឯងនឹងទៅក៏បានដែរទៅភ្លឺគេមានមនុស្សស្ដាប់អញ្ចឹងមកស្នាក់ការបាត់ដំបងទៅសៀមរាបទៅចការខ្ញុំជួបតែមនុស្សដែលជាអ្នកយល់ LDP រហូតដល់ស្រុកក្រៅទៀតសត្វតែអ្នកយល់ LDP សប្បាយទេបងប្អូនសប្បាយទេហត់គាត់ជាហត់មែនទាំងយប់ទាំងថ្ងៃប៉ុន្តែគ្រាន់បើជាងពួកក្មួយដែលប្រយុទ្ធនៅលើទីលានផ្ទាល់អាខ្លះប្រយុទ្ធជាមួយពីណាប្រយុទ្ធជាមួយម៉ែហើយឪវាក្នុងផ្ទះហ្នឹងខ្ញុំថាក្មួយហើយក្មួយអញធ្លាប់ហើយអាហ្នឹងបែកដើមទ្រូងងាប់ហ្មងបើក្មួយច្បាស់ក្នុងចិត្តថាកែគាត់មិនបានហើយឈប់ទៅក្មួយរស់នៅសម្របខ្លួនជាមួយនឹងគាត់ទៅមើលនិស័យរបស់គាត់បើច្បាស់ថាកែមិនបានហើយក្មួយកុំចង់ក្មួយកុំចង់ឲ្យឆ្កែទៅជាឆ្មាកុំចង់ឲ្យមន់ទៅជាទាទៅមិនរួចទេណាត្រូវទទួលយកការពិតហើយរស់ជាមួយនឹងការពិតហ្នឹងបើក្មួយគិតថាចុះរឿងហ្នឹងវាល្អណាស់វាស្រួលយល់សោះខ្ញុំចង់ឲ្យម៉ែខ្ញុំយល់ឲ្យតែក្មួយចិញ្ចឹមចិត្តបែបហ្នឹងចំពោះបុគ្គលដែលអត់មានឧបនិស្ស័យក្មួយជាប់ចិត្តក្មួយនឹងពិបាកខ្លាំងណាស់ក្មួយខ្ញុំធ្លាប់ជួបរឿងហ្នឹងអស់ហើយឥឡូវខ្ញុំចេញផុតអាសម្ពាធអស់ហ្នឹងឲ្យមកខាងក្រៅហើយបិទតែហត់ទាំងយប់ទាំងថ្ងៃមែនតែសប្បាយចិត្តណាស់ជួបសិតតែពួកអ្នកយល់ LDP ស្រួលនិយាយគ្នាណាបងប្អូនសំបីតាជិះកប៉ាល់ហោះក៏មានដឹក LDP ទៅនិយាយគ្នាលើកប៉ាល់ហោះហ្នឹងដែរសប្បាយមកទៀតជាងហ្នឹងបងប្អូនមានមនុស្សយល់ចិត្តយើងពេញទឹកពេញដីជុំវិញខ្លួនយើងអាណិតតែក្មួយអាណិតតែបងប្អូនដែលប្រយុទ្ធនៅលើទីលានផ្ទាល់អាខ្លះប្រយុទ្ធជាមួយម៉ែឪខ្លះប្រយុទ្ធជាមួយកូនគាត់ចាស់ហើយចាយលុយកូននោះដល់ពេលអញ្ចឹងកូនវាគៀបសម្ពាធសេដ្ឋកិច្ចរបស់គាត់ហើយគាត់យល់គាត់ពិបាកចិត្តប៉ុណ្ណាដើរទៅក្នុងភូមិតាំងជួបពួកអ្នកវាយបហាគាត់អញ្ចេះគាត់ចោះសួរទៅក្នុងចិត្តរបស់គាត់យ៉ាងម៉េចទៅបងប្អូនតែនឹងណាដែលឃើញគាត់ត្រឡប់មកស្នាក់ការវិញបងប្អូនខ្ញុំជាស្ទុះអោបគាត់ខ្ញុំដឹងអារម្មណ៍របស់គាត់ដែលគាត់ lonely ដែលគាត់ឯកោនៅលើទីលានប៉ុន្តែខ្ញុំប្រាប់គាត់ថាដំណាក់កាលនេះជាដំណាក់កាលឆ្លងកាត់ទេមិនមែនជាដំណាក់កាលអចិន្ត្រៃយ៍ទេមនុស្សបងប្អូនចុងក្រោយបំផុតទៅវានឹងមករកឃើញសេចក្តីល្អវានឹងមករកឃើញការពិតវានឹងមករកឃើញប្រយោជន៍ពីព្រោះប្រយោជន៍របស់វាទេដបងដៃវាខំអញ្ចឹងហើយព្រោះអត់យល់ជាដំណាក់កាលឆ្លងកាត់ទេបន្តិចទៀតទៅយើងមានគ្នាច្រើនហើយយូរទៅឲ្យតែយើងធ្វើការក្នុងផ្លូវហ្នឹងសេចក្តីពិតកុំទុកក្នុងខ្លួនចែករំលែកទៅឲ្យគេផងឲ្យតែដើរក្នុងផ្លូវហ្នឹងបងប្អូនច្រើនទៅដូច network អញ្ចឹងឥឡូវប្រកាសចង់ចាប់អត់ឈ្នះណាបងប្អូនច្រើនទៅកាលពីមុនប្រិនខ្ញុំLDP មិនបាន500នាក់ផងឥឡូវបកកើត
ថាមក10ម៉ឺនអ្នកក៏អត់អស់ទេបងប្អូន Friend LDP ច្រើនមែនតើជាពិសេសភ្ញាក់ច្រើនជាងគេគឺនៅបរទេសហ្នឹងបងប្អូនវាតាមលើក្រោយវាអត់ដឹងវាគ្រប់គ្រងសង្គ្រោះជាតិយូរហើយដល់ពេលឥឡូវដឹងដល់ពេលដឹងវាមាននៅស្ងៀមណាពួកអ្នកយល់ LDP មិនស្ងៀមទេវាដើរបង្ហេកដើរអីណាដល់ពេលឥឡូវព័ត៌មានមកកាន់តែច្រើនទៅខែ2ខ្ញុំទៅអូស្ត្រាលីទៅធ្វើវេទិកាជួបជាមួយនឹងអ្នកគ្រប់គ្រងយើងនៅអូស្ត្រាលីថ្ងៃមួយនេះថ្ងៃ1ខែ1 2012នេះទៅថៃប៉ុន្តែមិនច្រើនទេប្រហែលជាង100នាក់ឯងវាទៅដំណើររបស់វាទៅអញ្ចឹងមិនខ្ញុំប្រាប់ថាហែងត្រៀមនៅទិញកណាត់សទៅទុកលើកតុងជ័យបើអាណារកកណាត់សមិនទាន់លើកតុងជ័យសទេខោស្លីបឯងលើកហើយអញ្ចឹងយើងទេបងប្អូនអញ្ចឹងទេពឹងរៀនឲ្យមនុស្សចេះមនុស្សចេះរួចហើយធ្វើការដើម្បីខ្លួនវាមានធ្វើការដើម្បីខ្ញុំណាពឹងរៀនឲ្យចេះរួចហើយវាចូលរួមធ្វើការដើម្បីខ្លួនវាមានធ្វើការដើម្បីខ្ញុំណាកាលពីមុនណាវាបោះឆ្នោតឲ្យគេដល់ពេលវាយល់វាដឹងថានេះការងាររបស់វាអានេះប្រយោជន៍របស់វាដល់ពេលណាប្រជាពលរដ្ឋយល់អញ្ចឹងបងប្អូនអាណាទុកឈ្នះទេមិនយើងជាលើកទី1ណាគេធ្វើអញ្ចឹងបានជោគជ័យជុំវិញពិភពលោកបងប្អូនឲ្យតែអ្នកមកជាមួយនឹងសេចក្តីពិតឲ្យតែអ្នកមកជាមួយនឹងការលះបង់ពិតប្រាកដមិនមែនភូតគេដើម្បីផលប្រយោជន៍ដល់ខ្លួនទេគឺធ្វើដើម្បីជួយគេពិតប្រាកដមែនឲ្យតែអ្នកមកជាមួយនឹងទស្សនវិស័យពិតប្រាកដថាស្រុកហ្នឹងវាត្រូវតែដោះអញ្ចឹងទីបំផុតតែគ្មានអាណាទុកមិនឲ្យបុគ្គលប្រភេទហ្នឹងនាំមនុស្សទៅរកជោគជ័យបានទេពីព្រោះវាមិនមែនជោគជ័យរបស់អ្នកនាំវាជាជោគជ័យរបស់មនុស្សទាំងអស់គ្នាអញ្ចឹងបានខ្ញុំបងប្អូនខ្ញុំចេះតែស្រឡាញ់ពាក្យហ្នឹង3ហ្នឹងខ្ញុំស្រឡាញ់ខ្លះឈាមអ្នកបដិវត្តមានន័យថាឈាមអ្នករើរូបឈាមអ្នកតតាំងឈាមអ្នករកខុសរកត្រូវខ្មែរយើងអន់ឈាមហ្នឹងហ្មងឈាមអ្នកអត់អោនហួរឈាមអ្នកត្រង់ទៅជាភ្លើឈាមខ្មែរល្អគឺអញ្ចឹងអត់អោនហួរឈាមអ្នកបដិវត្តទេខ្ញុំស្រឡាញ់ទី2សង្គមរបស់ពួកយើងបងប្អូនខ្លាញ់ណាពាក្យហ្នឹងទៅណាក៏ពួកយើងនេះខ្នល់របស់ពួកយើងផ្ទះរបស់ពួកយើងផ្លូវរបស់ពួកយើងសាលារៀនរបស់ពួកយើងមន្ទីរពេទ្យរបស់ពួកយើងសិតតែពួកយើងខំកសាងឡើងហើយវាបានមកសង្គមរបស់ពួកយើងសង្គមដែលពួកយើងជាម្ចាស់ស្រឡាញ់ពាក្យហ្នឹងបងប្អូនបន្ទាប់មកទៀតណាស្រឡាញ់ការរស់នៅក្នុងភាពជាអ្នកជាអិសរភាពផ្លូវចិត្តដូចកម្មសខាអីឲ្យតែវេទិកាណាដឹងថាខ្ញុំទៅភ័យហើយអត់មានអសរភាពក្នុងផ្លូវចិត្តទេមនុស្សដែលប្រព្រឹត្តអំពើខុសបងប្អូនភ័យទៅជួបគេចេះតែភ័យហើយយើងវិញអូទៅដល់ណាក៏ខ្លាចដែរអសរភាពក្នុងផ្លូវចិត្តមានតែខោស្លីបមួយក៏អត់ខ្លាចអត់ខុសអញ្ចឹងបានខ្ញុំចេះតែប្រាប់ពួកក្មួយណាធ្វើរឿងអីក៏ដោយចាំយល់ថារឿងនឹងត្រូវចាំធ្វើចាំយល់ថារឿងនឹងត្រូវចាំធ្វើត្រូវនឹងវាអាចនឹងខុសដោយសារបញ្ញារបស់យើងវាដាច់ក៏ប៉ុន្តែឲ្យច្បាស់ក្នុងខ្លួនថាវាត្រូវសិនកុំឲ្យអាក្នុងខ្លួនឯងដឹងថាខុសនេះព្រោះឲ្យធ្វើនេះវាបន្សល់ភាពសៅហ្មងក្នុងផ្លូវចិត្តវារស់នៅចេះតែភ័យខ្លាចគេដឹងអារឿងពិតហ្នឹងចឹងមិននៅចំការណែខ្ញុំប្រាប់ថាក្មួយរឿងអីក៏ដោយក្មួយត្រូវគិតដោយបញ្ញារបស់ខ្លួនឯងថាត្រូវចាំធ្វើពេលណាក្មួយយល់ថាត្រូវហើយបានធ្វើរាល់ទង្វើរបស់ក្មួយទាំងអស់ក្មួយអត់ខ្លាចនឹងទទួលខុសត្រូវទេព្រោះក្មួយយល់ថាត្រូវកុំហ៊ានធ្វើដែលខ្លួនឯងដឹងថាខុសដល់ពេលគេហៅសួរឆ្លើយដាក់អ្នកដទៃអញ្ចឹងបងប្អូនវាបន្សល់ភាពភ័យខ្លាចក្នុងផ្លូវចិត្តរស់នៅគ្មានអិសរភាពក្នុងផ្លូវចិត្តទេខ្ញុំស្រឡាញ់អិសរភាពក្នុងផ្លូវចិត្តដល់យើងស្រឡាញ់អិសរភាពក្នុងផ្លូវចិត្តយើងយល់បងប្អូនយើងយល់ពីតម្លៃអិសរភាពអញ្ចឹងបានប្អូនក៏ដោយក្មួយក៏ដោយអ្នកណាក៏ដោយខ្ញុំតែងតែឲ្យគេនៅអិសរភាពហ្នឹងខ្ញុំប្រាប់ថាខ្ញុំគ្រាន់តែប្រាប់ទេណាកុំថាអ្នកឯងជាប្អូនជាក្មួយសូម្បីតែកូនបង្កើតរបស់ខ្ញុំបានត្រឹមប្រាប់ទេណាកុំសូម្បីតែខ្ញុំមើលឃើញថាខុសល្មមសូម្បីតែមើលឃើញថាងាប់ទៅនឹងវាចង្រៃក៏ប៉ុន្តែបើជាការសម្រេចចិត្តយ៉ាងមុតមមរបស់កូនហើយ
ម៉ែគ្រាន់តែប្រាប់ឲ្យកូនណារៀបការជាមួយអាប្រុសនឹងគ្មានកំណត់ទេកូនតែម៉ែនៅតែផ្ដល់អិសរភាពឲ្យកូនសម្រាប់ចិត្តចោះតែបើឲ្យម៉ែវិញគឺដាច់ខាតមិនឲ្យរៀបការជាមួយនឹងទេប៉ុន្តែបើកូនយល់ថាត្រូវហើយកូនទៅចោះកូនពីព្រោះខ្ញុំស្រឡាញ់អិសរភាពក្នុងផ្លូវចិត្តរបស់ខ្ញុំយើងបង្កើតតែរូបកាយរបស់គេមកទេតែផ្លូវចិត្តរបស់គេយើងអប់រំបានតែប៉ុណ្ណឹងសង្គមបរិយាកាសមិត្តភ័ក្តិរបស់គេហើយនឹងឧបនិស្ស័យពីកណ្ដាលរបស់គេជាអ្នកចាត់ចែងវាសនារបស់គេកុំឲ្យកូនមានអារម្មណ៍ថាកូនទទួលសម្ពាធពីអ្នកដែលមានអធិបុលទៅលើកូនថៃបាត់តែកូនចាយលុយម៉ែក៏ពិតមែនតែម៉ែផ្ដល់អិសរភាពឲ្យកូនតែបើកូនសួរពីកំណត់របស់ម៉ែប្រាប់ថាកុំរៀបការជាមួយនឹងអាប្រុសនឹងប៉ុន្តែបើកូនមើលឃើញថាអាប្រុសនឹងវាល្អបើម៉ែមិនឲ្យរៀបការកូនបបាក់ក្នុងផ្លូវចិត្តរហូតដល់កូនអាចចងកសម្រាប់ខ្លួនសូមកូនទៅចោះម៉ែស្រឡាញ់អិសរភាពក្នុងផ្លូវចិត្តរបស់ម៉ែប៉ុណ្ណាម៉ែក៏យល់អំពីការសម្រេចចិត្តដោយអិសរភាពរបស់កូនប៉ុណ្ណឹងដែរទោះបីយើងមើលឃើញតែខុសក៏ដោយអញ្ចឹងបានអ្នកខ្លះគេនិយាយថាខំវាសនាវាអូសក្បាលគេវាសង្កត់ក្បាលគេឲ្យមកតាមវាខ្ញុំថាបើសំឡេងមែនពីព្រោះមនុស្សនិយាយតែតែមានចេតនាបទជនទាំងអស់មានចេតនាប៉ុន្តែបើហែងចាប់ពាក្យរបស់អញវិញអត់មានបឋមទេមនុស្សនិយាយមួយចេតនាឲ្យធ្វើម៉េចបងប្អូនខ្ញុំពិតជាស្រែកលឺចង់ឲ្យប្រជាប្រដ្ឋទៅហ្នឹងមែនប៉ុន្តែបើហែងមិនទៅឲ្យទៅងាប់ទៅចុះខ្ញុំមិនដែលខាត់ទេបងប្អូនមួយជីវិតរបស់ខ្ញុំមិនដែលអូសមនុស្សដោយយកស្អីមួយទៅធ្វើសម្ពាធទេបងប្អូនសូម្បីតែលុយជាធ្នាក់ដើម្បីឲ្យគេនៅជាមួយយើងក៏អត់ដែរពីព្រោះខ្ញុំយល់ថាវាអត់មានតម្លៃបងប្អូនអត់មានតម្លៃទៅចោះកុំថាទៅរួចហើយខ្ញុំអត់មានអារម្មណ៍ថាបាត់បង់សូម្បីតែខ្ញុំមានអារម្មណ៍ថាបាត់បង់ជួនកាលរឿងហ្នឹងมันអាចបំភ្លេចអស់មួយជីវិតប៉ុន្តែខ្ញុំនៅតែទុកសេរីភាពឲ្យអ្នកទៅចោះមួយចំហៀនខ្ញុំងើបចេញទៅស្រក់ឈាមចេញតាមភ្នែកក៏ខ្ញុំត្រូវតែទៅដែរខ្ញុំចេះតែប្រាប់ខ្លួនឯងថាសេចក្តីល្អការចង់របស់យើងទៅលើគេដែលជាចិត្តល្អដែលយើងចង់ឲ្យគេល្អសម្រាប់មនុស្សដែលគេអត់ត្រូវការរឿងហ្នឹងវាទៅជាសម្ពាធរបស់គេវាអត់មានតម្លៃទេឲ្យគេទៅចោះបើក្នុងជីវិតរស់នៅបើខ្ញុំធ្វើចឹងផងចោះធ្វើនយោបាយអញ្ចឹងបានខ្ញុំពីណាមួយប្រាប់បងប្អូនថាខំវាសនាធ្លាប់ទៅដល់គុតអាត្មាហៅអាត្មាឲ្យចូលនយោបាយខំវាសនាធ្លាប់ទេតែខ្ញុំបញ្ចូលខ្ញុំឲ្យចូលនយោបាយខ្ញុំថាបចោឲ្យអញហើយមរាយឲ្យអញហើយខ្ញុំមិនឲ្យបងប្អូនថោកទេមួយជីវិតមិនដែលទេណាបងប្អូនចិត្តជាអ្នកជួយមិនដែលច្រឡំមាត់ទេគ្មានចិត្តដែលហៅគេទេបងប្អូនកុំសំបីតែខ្ញុំមកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូម្បីតែខ្ញុំនៅក្នុងគណៈបកសំស៊ីមិនដែលអារម្មណ៍របស់ខ្ញុំជាអារម្មណ៍របស់អ្នកជួយបងប្អូនជាអារម្មណ៍របស់អ្នកឃើញសង្គមនេះលំបាកពេកឈឺឆ្អាលពេកចេញមកអារម្មណ៍បែបហ្នឹងគ្មានអារម្មណ៍សុំស្លឹកឆ្នោតទេគ្មានអារម្មណ៍អរគុណចំពោះអ្នកបោះឆ្នោតទេអត់មានទេបងប្អូនអញ្ចឹងបានខ្ញុំមិនដែលហៅទេសំឡេងខ្ញុំពិតមែនពីព្រោះមនុស្សទៅជាមួយនឹងចេតនាហាក់បីដូចជាសង្កត់ក្បាលគេអញ្ចឹងប៉ុន្តែបងប្អូនទៅឆែកមើលពាក្យទុកសេរីភាពឲ្យគេពេញលេញពីព្រោះមនុស្សធ្វើការជាមួយនឹងចិត្តណាបងប្អូនបើសងលោកទេសនាផ្អែមព្រោះចិត្តលោកអញ្ចឹងលោកអត់ឈឺស្អាលនឹងសង្គមអញ្ចឹងមកលោកទេអញ្ចឹងចិត្តអញ្ចឹងបើថតជនធ្វើការជាមួយនឹងចិត្តបងប្អូនហើយបើចិត្តយើងចង់មកក្រាបអំពើក្រក់ចិត្តយើងឈឺឆ្អាលនឹងគេរឿងអីដែលយើងមិនមានសម្ដីខ្លាំងប្រកបណាស់យើងមានសម្ដីខ្លាំងក៏ប៉ុន្តែបើយកអត្តន័យនៃពាក្យហ្នឹងមកវែកមើលទាំងអស់សិតតែសេរីភាពទាំងអស់អញ្ជើញថៃបាត់តែខ្ញុំឈឺឆ្អាលចំពោះអ្នកមែនប៉ុន្តែបើអ្នកចង់ទៅងាប់សូមអញ្ជើញអត់មានគៀបសង្កត់ផ្លូវចិត្តរបស់អ្នកទេជនបដិវត្ត3ចំណុចហ្នឹងខ្ញុំស្រឡាញ់ហ្នឹងបងប្អូនទី1ជនបដិវត្តឈាមជាអ្នកបដិវត្តឈាមជាអ្នកតតាំងប៉ុន្តែមិនមែនប៉ះដៃយកដៃប៉ះជើងយកជើងណាបងប្អូនបើថាចិត្តគេប៉ុនពងលូអាធំជាងគេមកតាក់មានអា2ហ៊ុន3ហ៊ុនចិត្តរបស់មនុស្សហ្នឹងវាទូចឹងចិត្តយើងប៉ុនលូហ្នឹងប្រហែល2ម៉ែត្រដើរទៅដើរមកអត់មានងាកទៅឲ្យយើងតែអញអត់ទៅហើយណែនចិត្តអញហើយហើយធ្វើនឹងហួសហេតុហើយបងប្អូនគេយកដៃខ្ញុំច្រើនប៉ុន្តែខ្ញុំមើលខ្លួនខ្ញុំក៏ដៃគេក៏ដៃក៏ដៃ
មើលសពទៅបើសង្គមនេះមានយុត្តិធម៌អូខេអញប្រហែលជាទៅតុលាការដើម្បីរកយុត្តិធម៌ដែរប៉ុន្តែសង្គមនឹងមានអញ្ចឹងណាហើយចែកគ្នារួមទៅវាក៏យកទៅមិនបានអញក៏យកទៅមិនបានបើសិនណាជាដីហ្នឹងអញអត់ប៉ុណ្ណឹងទៅណាឲ្យអញងាប់ប្រហែលជាអញច្បាំងយកមកវិញប៉ុន្តែបើហែងយកប៉ុណ្ណឹងអញនៅសល់លើសពីរស់ទៀតអូខេសង្គមឈួតហ្នឹងវាអញ្ចឹងទៅចិត្តខ្ញុំទលាយបងទលាយងាយប៉ះបើមនុស្សណាខ្ញុំថាអូយ៉ាប់មានន័យថាលូខ្ញុំចង់ស្ទះហើយបងប្អូនហើយលូ2 3ម៉ែត្រហើយស្ទះអត់អោនណាស់បងប្អូនខ្ញុំអត់អោនណាស់មិនមែនប៉ះដៃយកដៃយកប៉ះជើងយកជើងឯងឈាមអ្នកតតាំងកុំឲ្យច្រឡំជាមួយនឹងបុគ្គលដែលចិត្តចង្អៀតណាបុគ្គលដែលចិត្តចង្អៀតទៅបងប្អូនចំណាំមើលមានអាណារស់នៅបានទេយុរដ្ឋមន្ត្រីហ៊ុនសែនក៏អត់ចិត្តចង្អៀតទេបងប្អូនបើចិត្តចង្អៀតណាមនុស្សនៅជាមួយមិនបានទេអារឿងគាត់អសមត្ថភាពក្នុងការដឹកនាំប្រទេសទៅជាមួយនឹងភាពងឹតងល់របស់គាត់អានឹងជារឿងមួយផ្សេងតែចិត្តទេបងប្អូនមនុស្សគាត់មានមនោសញ្ចេតនាជាមួយនឹងមនុស្សដែលធ្លាប់មានសេចក្តីល្អមួយគាត់មនោសញ្ចេតនាហើយនាំមុខដោយភាពល្ងឹតជួនកាលម្ដងច្បាប់ទៀតគាត់ជួយគ្នាគាត់មានមនោសញ្ចេតនាបងធំបងប្អូនបងធំចិត្តបងធំចិត្តបងធំណាបងប្អូនតែប្លន់គេពិតមែនណាប៉ិនខ្លួនឯងអត់ស៊ីក៏ដោយឲ្យតែកូនចៅបានស៊ីបានគេនៅមួយកើតបងប្អូនហើយបងប្អូនចំណាំមើលកុំដាក់មនុស្សកុំយកការងារទៅដាក់មនុស្សដោយមិនទាន់បានឲ្យមនុស្សធ្វើការតែខ្ញុំនិយាយថាសូមឲ្យការងាររត់រមនុស្សសូមឲ្យមុខនីតិរត់រមនុស្សកុំឲ្យមនុស្សរត់រមុខនីតិកុំអាចដាក់ឲ្យវាធ្វើប្រធានខេត្តកុំអាចអីឲ្យវាធ្វើការសិនណាដល់ពេលវាធ្វើការទៅដំណើរការវាចេញមកអាណាធ្វើមេគេនោះវាចេញមកមេគេហ្មងបងប្អូនចំណាំមើលឧទាហរណ៍ថាយើងមានដំណើរដើរលេងឬទៅបាតកម្មអីពេញអញ្ចឹងឧទាហរណ៍បងប្អូនចំណាំមើលអាណាវិច្ចប្រវត្តិហើយអង្គុយកតាំវានឹងបងប្អូនឲ្យធ្វើមេបើធ្វើកើតអត់ធ្វើកើតទេអាមេហ្នឹងគេអត់ទាំងប្រើវាធ្វើមេផងហើយអានោះបានឡានជិះនៅអានេះបានស្អីនៅអានោះអីនៅបងឯងអង្គុយទៅបងឯងអង្គុយទៅហើយអង្គុយវាមិនកាត់អង្គុយឲ្យមកស្ទុះទៅទៀតហេហើយបានឡានជិះនៅសួរចឹងអាមេគេអញ្ចឹងបងប្អូនចិត្តវាអញ្ចឹងចិត្តវាទលាយខ្លួនឯងអត់ប៉ុន្តែនឹកឃើញដល់គេបើបងប្អូនមើលឃើញថាខ្លួនវាឡើងកតំកូនវាក៏រួចខ្លួនអីវាខ្លួនកតំហ្នឹងណាបងប្អូនបាច់យកមេទៅដាក់ឲ្យវាទេធ្វើមិនកើតទេឲ្យវាធ្វើការសិនទៅចាំតែងតាំងវាថាឯងធ្វើប្រធានគេកុំយកអាប្រធានហ្នឹងទៅដាក់វាមុនព្រោះឥឡូវយើងបោះឆ្នោតរើសនេះរើសនោះអត់ទេឲ្យវាធ្វើការសិនទៅចិត្តជាអ្នកបដិវត្តបងប្អូនតលាយមិនមែនចិត្តចង្អៀតអាប៉ះដៃយកដៃប៉ះជើងយកជើងទេប៉ុន្តែបើមានអារម្មណ៍ថាហួសហេតុហើយបងប្អូនណាតតាំងឈាមអ្នកតតាំងប្រឆាំងមិនញោមប៉ុន្តែមិនប៉ះដៃយកដៃប៉ះជើងយកជើងទេបំពាក់អានឹងឲ្យបានទៅដល់កូនខ្មែរអ៊ីស្រាអែលបងប្អូនតែវាមានអារម្មណ៍ថាហួសហេតុទៅបងប្អូនមើលឃើញបារាំងមួយថ្ងៃមុនដាក់វាប៉ុណ្ណឹងវាទៅលៀមមកខ្ញុំឆ្ងល់វាហើយចុះវាដឹងជំរំនឹងនៅតែនឹងតាំងពីយូរចុះគេមិនទាន់បោកគ្រាប់បាយមិនទាន់បាញ់វាក៏មិនទៅវាយហើយអាចោលចង្រៃដល់តែគេវាយភ្លាមរកកន្លែងឃើញហ្មងទៅដាក់ទុំមកផ្លែវាបង្ហាញតែមិនទេវាមិនចោះចាញ់ទេវាមិនអត់អោនឲ្យទេចំពោះអ្វីដែលអ្នកឯងអ្វីដែលយើងយល់ថាមិនគួរអត់អោនអញ្ចឹងជនជាតិខ្មែរយើងអត់អញ្ចឹងបងប្អូនល្អខ្មែរយើងគឺថាល្អយាយទៅវត្តហ្នឹងហើយបងប្អូនយាយទៅវត្តល្អណាបងប្អូនងាប់ទាំងគេបោកទេគាត់តែថៃបតាអាត្មានិយមគាត់ល្ងងទេណាបងប្អូនគាត់អត់ដឹងណាគេបោកគាត់យកទៅល្អណាម៉ែគេម៉ែយើងលេងបៀហើយនៅតែស្មោះត្រង់ទៀតសុកពីដើមបងប្អូនលេងបៀចាញ់គេដឹកកបីទៅគេលក់អ្នកលេងបៀវាត្រូវកលិចកលុចគាត់អត់លេងបៀចាញ់គេដឹកកបីទៅលក់ប្រពន្ធដល់លក់ចង់លេងគ្នាណែអញសន្យាសងគេធ្វើធ្វើខ្មែរប៉ុន្តែយ៉ាប់គឺរឿងល្ងងអត់មានឈាមជាអ្នកតតាំងហ្នឹងអញ្ចឹងបានចំណុចទី1បំពាក់ឈាមជាអ្នកតតាំងទៅឲ្យកូនខ្មែរប៉ុន្តែមិនមែនប៉ះដៃយកដៃប៉ះជើងយកជើងទេទី2ឲ្យចេះស្រឡាញ់សង្គមស្មារតីគ្នាបងប្អូនខ្ញុំបងប្អូនស្មារតីបើសិនណាជាគេស្រឡាញ់យើងគេគោរពយើងរួចហើយគេក្រាកម្រាព្រំណារួចហើយស្រាប់តែគេចាំបាច់ផ្កាណាគេចាំបាច់ផ្កាតាមជើងខ្ញុំសោតងាប់ស្អីគេលេងលខោនេះមែនតើខ្ញុំទៅទេបងប្អូនខ្ញុំវាយវត្តខ្ញុំទៅដែរស្អីគេចិត្តខ្ញុំទៅមានអារម្មណ៍ថាដូចមិនទេបងប្អូនហើយឈួតអីបានការអីប
ប៉ុនប្រសងណាលោកអស់អញណាបងប្អូនដល់ពេលវាអស់អញអាមាត់ទៅប៉ុនអាចិត្តទៅវាមិនមែនណាបងប្អូនវាប្រហោងវាទៅជាដើរសកម្មភាពបែបហ្នឹងបានខ្ញុំថាអើយដើរទៅលោកចំម៉ែឯងកំពុងតែដាក់អញ្ចឹងមានអារម្មណ៍ថាម៉េចខ្ញុំបែបមានវុទ្ធបដិសេរីមកជីវិតចឹងបងប្អូនកន្លែងទៅឃើញម៉ែកំពុងតែដាក់អូម៉ែអញបែបភ្ញាក់នឹងគិតមិនទេក្នុងផ្លូវចិត្តបងប្អូនខ្ញុំស្រឡាញ់ម្លេះបងប្អូនស្រឡាញ់អាសង្គមស្មារតីគ្នានឹងហ្មងហើយទី2វាអត់ចូលចិត្តហ្មងបងប្អូនអត់ចូលចិត្តអាណាពាក់មាសពាក់ពេជ្រពាក់ខ្សែកកវលនាឡិកាអាថ្លៃយកមកឲ្យខ្ញុំមើលស្មោះហើយបងប្អូនឲ្យដូចពាក់យកទៅឲ្យមន់មើលខ្ញុំអត់ត្មងដឹងអាម៉េចគេប្រាប់ខ្ញុំញឹកអូហាដឹងឯងពួកម៉ែហែងអញ្ជើញវាមិញហ្នឹង30ម៉ឺនហាបានមើលអូអត់បានមើលផងបងកុំភ្លេចលើកក្រោយទៅស៊ីបាយស្អែកជាមួយវាទៀតណាចាំលួចមើលវាស្អែកមកភ្លេចទៀតគេសួរទៀតហាឃើញឯងអត់ផងឯងបានមើលភ្លេចបងប្អូននោះនាឡិកាវា20ម៉ឺនណាហើយចាំមើលអូខ្ញុំអត់បានមើលផងស្អែកចាំមើលស្អែកទៅភ្លេចទៀតមកអាណាពាក់កវលខ្សែកនជឿនធំហ្នឹងយកមកឲ្យខ្ញុំមើលស្មោះឲ្យខ្ញុំប៉ុន្តែបើខោអាវបងប្អូនខោអាវជួយអានេះពាក់អាវលយជួយម៉ែមិនអាវនេះទិញទៅណាម៉ែមើលវាហ្មងខ្ញុំស្រឡាញ់ខោអាវហ្នឹងហ្មងដល់ពេលឃើញតែពាក់អាវធំហើយកម្រងការខ្ញុំចេះថាអត់លយដាក់កម្រងការធំចង្អេងចង្ងាខ្ញុំមើលអត់លយខ្ញុំស្រឡាញ់អាវយឺតខោកបោយតាំងពីក្មេងមកមើលទៅជាសង្គមរបស់ពួកយើងហ្មងខ្ញុំនឹកក្នុងចិត្តថាបើមានប្រធានាធិបតីនាយករដ្ឋមន្ត្រីយើងស្លៀកខោកបោយស្អីធម្មតាដូចយើងនឹងសប្បាយប៉ុណ្ណាហើយចុះវាចង្រៃអីវាស្រឡាញ់តែអាវធំអាដាវបាតកម្មហើយហ្នឹងណាបងប្អូនមានអាវធំបែកញើសកាគាទៀតខ្ញុំមកបងប្អូនបើមិនត្រូវការពាក់កុំយកអាវធំហ្នឹងឲ្យខ្ញុំពាក់ខ្ញុំអត់ស្រឡាញ់ហ្មងបងប្អូនទី1វាអត់ចូលចិត្តអាសង្គមបតើបតោះហ្នឹងទី2វាអត់ស្រឡាញ់វាអត់សង្ហាអាវធំហ្នឹងមានកម្រងការមកទៀតដូចស្វាមិនដឹងខ្ញុំដូចខ្សក់មើលសពទៅខោកបោយឲ្យយឺតទៅបើរៀងស្អាតបងប្អូនខ្ញុំមើល Angelina Jolie បងប្អូនអត់មានអីសោះកវលខ្សែកគ្មានអត់មាននាឡិកាមួយពាក់អាវលខានិយាយពីស្អាតអីក៏ស្អាតម្ល៉េះមើលទៅសមត្មងហើយចុះស្អីយើងក៏វាកុកវាកែតម៉េះប៉ុន្តែមិនមែនថាយើងធ្វើឲ្យវាខុសភ្នែកទេបងប្អូនណាឧបមាថាយើងស្រីទៅស៊ីការគេពាក់កវលពាក់អញ្ជៀនអីតែងមុខតែងមាត់ធ្វើសក់អីជាធម្មតាពីព្រោះគេធ្វើអញ្ចឹងគ្រប់គ្នាហើយដល់ពេលក្នុងជីវិតរស់នៅដឹងយកមកសម្ញែកអីអញ្ចឹងដល់ពេលពួកអស់ហ្នឹងមិនដឹងជាល្មិចធ្វើខ្លួនឲ្យតែចម្លែកខុសគេណាយើងណាបងប្អូនបើចង់ធ្វើឲ្យគេផ្អើលសារធ្វើបានណាប្រមូលគ្នាប៉ុណ្ណឹងទៅពី300នាក់ទៅខ្ញុំពាក់កម្រងការទៅហើយបងប្អូនដើរស៊ឺសទៅរួចកាន់កាមេរ៉ាថតទៅចូលផ្សារណាមើលបងប្អូនស្តៀងនៅឈួតមកឲ្យគេមើលសំអ្នកផ្សេងគាត់ធ្វើអញ្ចឹងណាបងប្អូនធ្វើអញ្ចឹងស្មាតទៅបងប្អូនខ្ញុំទើសដល់បារ៉ាក់អូបាម៉ាទៀតខ្ញុំថាពួកអាស៊ីពួកក្រៅពីអឺរ៉ុបបងប្អូនភាគច្រើនធ្វើហ្មងច្រើនអញ្ចឹងបងប្អូនអាក្លីនតុនក៏ដោយមីស្ទ័រប៊ូក៏ដោយបងប្អូនមើលពួកអាស្បែកសវាអត់ចូលចិត្តធ្វើទេបើថាវាក្លៀនការ៉េមបងប្អូនវាក្លៀនការ៉េមវាឲ្យគេទៅទិញការ៉េមស៊ីហើយតែបើវាទៅមើលបាល់អានឹងគេលើក start មកឲ្យវាមិនបានអានឹងវាទៅមើលទៅក្នុងប្រធានាធិបតីបើវាក្លៀនការ៉េមវាទៅទិញឲ្យគេទិញយកមកស៊ីហើយបារ៉ាក់អូបាម៉ាក្លៀនការ៉េមគាត់ទៅទិញគាត់ធៀងធ្វើបន្តិចគាត់ធ្វើជាបុគ្គលសាមញ្ញអីចឹងណាអត់មានអីត្រូវទៅសោះបងប្អូនការ៉េមកៅអត់មានអីត្រូវទៅឲ្យគេទិញមកពួកអឺរ៉ុបអាស្បែកសអត់សូវចេះធ្វើទេបងប្អូនអាស៊ីសាបូនណាអាខាងធ្វើហ្នឹងបងប្អូនខ្ញុំស្អប់ម្ល៉េះអាធ្វើហ្នឹងអញ្ចឹងបានខ្ញុំឃើញពួកអ្នកទេសនាធ្វើតាមគ្រូគេអីថាខ្មែរក៏សាបូនម្ល៉េះអាធ្វើហ្នឹងឲ្យធម្មតាទៅណាបងប្អូនធម្មជាតិរបស់យើងអាមិនមកគឺអញ្ចឹងបងបារ៉ាក់អូបាម៉ារៀងធ្វើបន្តិចបងប្អូនរៀងធ្វើសាមញ្ញបន្តិចគាត់ចូលចិត្តរឿងអាមិនធម្មតាអារឿងធម្មតាគេធ្វើបានសោះណាបងប្អូនគាត់ទៅធ្វើអញ្ចឹងបើយើងដល់ជានាយករដ្ឋមន្ត្រីអីហើយបងប្អូនបើមានភារកិច្ចវាត្រូវទៅទិញអីនៅផ្សារហ្នឹងគេទិញឲ្យវាមិនបានអានឹងយកទៅទិញទៅដូចខ្ញុំបងប្អូនស្មាតទោសគេទិញឲ្យទៅជួឲ្យខ្ញុំវាច្រើនតែអត់ត្រូវចិត្តដល់ពេលអញ្ចឹងបានខ្ញុំជាដើរប៉ុន្តែឥឡូវដើរទៅគេមើលច្រើនពេកខ្ញុំវាលមួលខ្លួនវាអត់សូវស្រួលសោះវាអត់សូវស្រួលក្នុងចិត្តរបស់ខ្ញុំណាខ្ញុំលេចអញទៅចង់ទៅអ្វីដូចមិនទេអ្វីគេចេះតែមើលយើងគេថាកម្មវាសនានោះទិញឲ្យជុំនោះអញ្ចឹងណាហើយដល់ពេលអញ្ចឹងខ្ញុំលេចចង់ទៅហេតុអីមិនចេះចង់ទៅពីព្រោះគេទិញអត់ដូចចិត្តបងប្អូនគេទិញអត់ដូចចិត្តខ្ញុំបានខ្ញុំជាចង់ទៅតែឥឡូវនេះវារៀងលកៀសផ្លូវចិត្តហើយខ្មែរយើងអញ្ចឹងឲ្យតម្លៃណាបងប្អូនអត់ទេគេឲ្យតម្លៃតែអាពាក់អាវធំចូលផ្សារហើយលើវងវាយហ្នឹងខ្ញុំថានោះឈួតដែរ
នៅឈួតតាមនៅសាមញ្ញហ្នឹងគេធ្វើចឹងហើយសាមញ្ញស៊ីទៅផ្សារបងប្អូននឹងទិញស្អីនឹងទិញស្អីទៅជួបបន្លែហ្នឹងទៅសោះសក់ពី3គីឡូមកហើយសាច់ជ្រូក5 6គីឡូមកទៅពាំងខទិញដៃគោលទិញចបទិញអីបាក់ស្អីទិញធ្វើអីសម្ដែងហ្មងបងប្អូនបែបស្លចបជាមួយដៃគោលជាមួយនឹងត្រីហ្នឹងយ៉ាយ៉ាងយ៉ាមកបងប្អូនយ៉ាមកមានអសរភាពផ្លូវចិត្តយើងអត់ដែលធ្វើអីខុសស្អីដែលយើងធ្វើយើងមានស្លាកស្នាមក្នុងផ្លូវចិត្តមួយថាអញធ្វើទេដល់ពេលគេចាត់ថាខ្លួនឯងធ្វើទទួលយកបានទេយើងសំដែងអាហ្នឹងក៏ជាកំហុសមួយដែលយើងបានធ្វើដែរពេលថាថ្ងៃមុនអញដឹងហើយសំដែងទេអញមានសំដែងទេខ្មាស់គេអញ្ចឹងបើដឹងថារឿងហ្នឹងសំដែងហើយកុំធ្វើកុំបន្សល់រឿងហ្នឹងក្នុងផ្លូវចិត្តឲ្យវាស្អាតរស់នៅជាបុគ្គលមានអសរភាពសុទ្ធសឹងតែជាចំណុចដែលមនុស្សគួរតែមានបងប្អូនឈាមជាអ្នកបដិបត្តិបុគ្គលដែលមានអសរភាពផ្លូវចិត្តដែលមិនដែលធ្វើអីខុសសង្គមរបស់ពួកយើងទាំងអស់គ្នាសុទ្ធសឹងតែជាលក្ខណៈដែលយើងពិចារណាតាមមនសិការទៅថាមនុស្សគួរតែមានបងប្អូននឹងស្អីខ្ញុំនឹងនិយាយថាម៉េចឲ្យខ្ញុំមានអារម្មណ៍ចំពោះមនុស្សហ្នឹងឲ្យអ្នកដទៃគេមានអារម្មណ៍ដូចគ្នាអញ្ចឹងខ្ញុំចេះតែនិយាយថាជួអាចស្រាក់ខោដូចយើងចាត់ការគ្នាហ្នឹងណាដោះខោដោះអាវដូចតែយើងចំទឹកចំតោមដូចតែយើងអញ្ចឹងដេកក្បែរមនុស្សកើតកូនមនុស្សដូចតែយើងអញ្ចឹងកុំឲ្យមានអារម្មណ៍គុណធម៌ខ្ពស់គុណធម៌ទៀតអញធុញចុយតម្រាយធុញហ្នឹងវាមានកម្រងការមានស្អីឲ្យមើលតែថាឃើញថាដូចតែគ្នាទេណែពួកអាកម្រងការហ្នឹងពេលញ៉ែញ៉ៃអញញ៉ៃជាងយើងទៅទៀតផងចិត្តចិត្តតោអូយអាគាត់មើលពួកអត់ហ្នឹងដឹងស្អីទេហើយដល់ពេលចុះមកធ្វើដូចចម្លែកខុសគេអញ្ចឹងបងប្អូនធំមានកម្រងការមានឲ្យជប់លោកកប៉ាល់ហងមានមនុស្សយ៉ាងណាខ្ញុំជឿឆ្ងល់ថាប្រាក់ចុងមកឲ្យស្អីជួអាចចេញដុំពេជ្រអីអាមួយហ្នឹងជឿឆ្ងល់ហ្មងឈាមអ្នកបដិវត្តបងប្អូនឈាមថាមើលតែឃើញសង្គមរបស់ពួកយើងទាំងអស់គ្នាបងប្អូនចាំបាច់ចាំធ្វើបងប្អូនចាំបាច់ចាំធ្វើឧទាហរណ៍ថាយើងទទួលប្រធានាធិបតីស្រុកគេអូខេអានឹងព្រមក្រហមត្រូវដាក់ឲ្យបងប្អូនត្រូវមានមនុស្សអមដាក់កម្រងការឲ្យពីព្រោះជាពិធីការវាត្រូវតែចឹងប៉ុន្តែមិនចាំបាច់ទេប្រធានាធិបតីចុះមកអូយស្ដាយបងប្អូនសំលុយបន្តិចទៅយើងក្រកុំដាក់លោកទេសនាបងប្អូនចំណាំមើលឲ្យតែលោករៀងធំនិយាយពីផ្កាមកជួហ្មងខ្ញុំថាអើយអញសុំដូរយកលុយនេះយកមកឲ្យអ្នកសុំទៀនឬក៏យកឲ្យអ្នកស្រែធ្វើទៀងហ៎បងប្អូនគ្នាអ្នកគ្រាធ្វើបានមួយបងប្អូន5 600ហ្នឹងការហ្នឹងដូចអ្នកមានសពថ្ងៃការម្ដងនិយាយពីការវាតែងអស់2000បងប្អូនអារោងការតែងអស់2000ខ្ញុំថាយីអីក៏បំផ្លាញខុសរឿងម្ល៉េះណោះពាក់ឲ្យតែជួក៏ពាក់បានដែរបងប្អូនមានស្អីពាក់មិនបានមកបិចិត្តយើងពាក់មិនបានតាបិចិត្តយើងព្រមពាក់ណាដាក់ទៅសិបហ្មងតែចិត្តព្រមពាក់ឲ្យលើកដាក់មិនបានម្ដងប៉ុន្តែមិនមានន័យថាយើងអត់ដឹងខុសអត់ដឹងត្រូវទេសុទ្ធសឹងតែជាមេរៀនដែលបង្រៀនប្រជាប្រដ្ឋហ្នឹងឲ្យបាត់ភ្លើដែលខ្ញុំនិយាយថាសុខមួយរីកចម្រើនវាតើតដបងដៃប្រជាប្រដ្ឋបាត់ភ្លើទី2ឲ្យមានការទទួលខុសត្រូវឈប់ក្រៅសង្គមនិងទី3ឲ្យប្រឈប់ខូចតែមានចំណុចហ្នឹងបងប្អូនស្រុកខ្មែរដឹងតែពីមានការរីកចម្រើនហ្មងឥឡូវខ្ញុំចង់និយាយពីរឿងភ្លើខ្លះអំពីរឿងប្រព័ន្ធដឹកនាំរដ្ឋបងប្អូនត្រូវដឹងណាបងប្អូនត្រូវដឹងហើយគិតឲ្យឃើញតែខ្លួនឯងស្រុកមួយណាបងប្អូនគឺត្រូវតែគ្រប់គ្រងដោយច្បាប់ណាបងប្អូនស្រុកមួយបានតុលាការវាកាត់ក្តីកើតបងប្អូនច្បាប់ទាំងអស់ហ្នឹងដើម្បីឲ្យមានប្រសិទ្ធភាពទៅកើតលោកថាតែមានតុលាការមួយដែលមានប្រសិទ្ធភាពជាអ្នកកាត់ក្តីបានច្បាប់ហ្នឹងវាមានតម្លៃអ្នកផ្សេងហ្នឹងចេះតែខ្លាចច្បាប់តុលាការវាអាចកាត់ក្តីទៅបានណាបងប្អូនណាទោះមានច្បាប់បងប្អូនត្រូវចាំថាច្បាប់ទាំងអស់ណាចេញមកពីរដ្ឋសភាជាការឯកភាពរបស់ពួកយើងទាំងអស់គ្នាសភាហ្នឹងតំណាងឲ្យយើងណាពេលវាតែងច្បាប់ហ្នឹងគឺតំណាងឲ្យមនុស្សមកប្រទេសមានន័យថាលេខបៀមួយក្រុមពួកយើងឯកភាពថាប្រមាណស៊ីប្រមាណយើងឯកភាពមកវងបៀហ្នឹងច្បាប់ក្នុងរដ្ឋសភាគឺមានន័យថាចឹងមានន័យថាពួកយើងមកប្រទេសឯកភាពគ្នាហើយថាផាកយកលុយប៉ុណ្ណេះផឹកស្រាសវណ្ណជាប់គុកប៉ុណ្ណេះផឹកស្រាសវណ្ណមួយបាក់ឡានជាប់គុកប៉ុណ្ណេះសភាគេតែងហ្នឹងណាបងប្អូនមានន័យថាយើងជាម្ចាស់ប្រទេសហ្នឹងឯកភាពអញ្ចឹងពេលណាយើងធ្វើខុសតុលាការយកច្បាប់ហ្នឹងយកទៅកាត់ក្តីតាមនឹងមកដល់ពេលឥឡូវយុរដ្ឋមន្ត្រីគាត់ថាចេញអនុក្រឹត្យថាគាត់ថាតែគាត់
ស្អីណាមិនយកពុនម៉ូតូតែគាត់ថាហើយដល់ពេលឧទាហរណ៍ថាឲ្យយកពុនម៉ូតូហើយយើងមិនបង់ដល់យើងមិនបង់គេមិនហាក់ប្តឹងយើងឡើងតុលាការហើយប្តឹងឡើងតុលាការស្អីគេឯណាច្បាប់មាត់យុរដ្ឋមន្ត្រីថាហ្នឹងអនុក្រឹត្យហ្នឹងកាត់មិនកើតស្រុកតែទំនើបបងប្អូនស្រុកប្រជាធិបតេយ្យស្អីទាំងអស់ចេញពីច្បាប់ហ្នឹងបងប្អូនសហរដ្ឋអាមេរិកប្រធាននាយកបដីដ៏អស្ចារ្យបោះឆ្នោតផ្ទាល់ពីប្រជាពលរដ្ឋខ្លាំងជាងគេមកពិភពលោកប្រធាននាយកបដីអាមេរិកគ្រាន់តែចង់បិទគុកកាន់តាណាម៉ូមួយនៅគុយបាបងប្អូនសភាមិនឲ្យបិទសភាអត់ឲ្យបិទបារ៉ាក់អូបាម៉ាចង់បិទយ៉ាងម៉េចក៏បិទមិនបានព្រោះប្រជាពលរដ្ឋអាមេរិកអត់ឲ្យបិទសភាអត់បិទបានបើស្រុកខ្មែរមើលដាច់យុថាឆ្វេងថាស្ដាំហើយអាប្រជាពលរដ្ឋនេះល្ងើតែខ្ញុំថាបើងាយតែបាត់ល្ងើនោះណាអីត្រូវហើយគាត់អត់ឲ្យយកពុនម៉ូតូចឹងត្រូវគាត់ដកអង្គវត្តមកវិញចឹងត្រូវហើយសំរងស៊ីនោះត្រូវមិនត្រូវមួយប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលនោះក៏ត្រូវមិនត្រូវជាមួយប្រជាពលរដ្ឋមានតែសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយគត់ខ្ញុំអត់មាននិយាយថាដកត្រូវឬមិនដកត្រូវទេដកត្រូវឬមិនដកត្រូវខ្ញុំអត់និយាយទេខ្ញុំនិយាយថាមិនអាចឲ្យនាយករដ្ឋមន្ត្រីជាអ្នកដកជាអ្នកដាក់អញ្ចឹងទេរឿងទាំងអស់ត្រូវចេញមកពីរដ្ឋសភាជាអ្នកដកសភាជាអ្នកដាក់ស្អីក៏ដោយបងប្អូនស្រុកគេបងប្អូនណាគាត់តែញ៉ាត់ដាក់ទោសពីណាមួយហ្នឹងណាបងប្អូនឧទាហរណ៍ថាយើងដាក់ញ៉ាត់ដាក់ទោសទៅប្រទេសណាមួយកោលទោសស្អីចឹងណាបងប្អូនជាទូទៅរដ្ឋសភាអ្នកបោះឆ្នោតគ្រប់គ្រងញ៉ាត់ហ្នឹងថាត្រូវកោលទោសប្រទេសគេចឹងកោលទោសពីព្រោះវាជាតំណាងឆន្ទៈឲ្យមនុស្សមកប្រទេសហើយឯងនាយករដ្ឋមន្ត្រីថាបឹកតាល្ងាចហើយយើងតាមតែគាត់ហ្នឹងណាច់យកថាចឹងត្រូវហើយត្រូវបាត់ព្រំដែនត្រូវធ្វើអញ្ចេះត្រូវអត់យកពុនម៉ូតូខ្ញុំគាំទ្រចឹងខ្ញុំថាខ្ញុំអត់មាននិយាយរឿងអាហ្នឹងទេខ្ញុំនិយាយថាស្រុកមួយត្រូវអនុម័តដោយច្បាប់បានយកទៅបានយកទៅកាត់ក្តីនៅតុលាការបានចុះបើអនុម័តដោយអនុក្រឹត្យទៅរហូតទេបងប្អូនអនុក្រឹត្យទៅរហូតអនុក្រឹត្យមកគាត់ទេបងប្អូនកុំថាអនុក្រឹត្យរៀងធំបន្តិចសូចនជាសេចក្តីជូនដំណឹងណាបងប្អូនជូនដំណឹងមិនមែនច្បាប់ទេណាងាប់មានតម្លៃលើសាលក្រមទៀតបងប្អូនសាលក្រមតុលាការកាត់ក្តីឲ្យដីហ្នឹងទៅយើងឧទាហរណ៍យើងសោកតុលាការឡើងឆ្អែតឆ្អល់អាត្រូវសោះហ្នឹងបានដីមកយើងណ៎ណាហើយមិនដឹងទៅឆ្នាំទេតាដីមានតម្លៃផងជួនកាល10ឆ្នាំមកឈ្នះស្អែកឡើងនាយករដ្ឋមន្ត្រីចេញសចនឲ្យផ្អាកសិនសចនរស់កាត់ដែរបងប្អូនរស់កាត់ហើយរស់កាត់អត់មានឈាមជាអ្នកតតាំងទេមករឿងណានឹងមករឿងណាបងប្អូននៅច្រើនរឿងណាខ្ញុំថាស្រុកមួយគ្រាន់តែមាននាយករដ្ឋមន្ត្រីមួយកាន់អំណាចប្រមូលផ្ដុំរួចហើយគាត់ឃើញគាត់ប្រើអំណាចរបស់គាត់ដើម្បីផលប្រយោជន៍បាក់ពួកក្រុមគ្រួសាររបស់គាត់គ្រាន់តែម្នាក់ហ្នឹងឈាមរាខោមិនស្ទើរបងប្អូនគ្រាន់តែម្នាក់ហ្នឹងវាគ្រប់គ្រាន់ណាស់ឲ្យយើងឈឺចាប់នេះមិនមែនម្នាក់ទេបងប្អូនគេឲ្យពីគាត់មានច្បាយខេតជាន់គេបានទៀតច្បាយខេតរង5 6នាក់ទៀតស្នងការខេតស្នងការរងមេប៉ូលីសតាហ៊ានមេភូមិមេឃុំឲ្យសពមកមានអតឡាការទៀតមានអាចៅក្រមមានអតឡាបញ្ជីមានអបរិយអញ្ញាឲ្យសពជាជាន់រៀងរាល់ថ្ងៃស្រាប់តែងាកមកកូនមានលាយណាធម្មតាគេរស់បានខ្ញុំថាអូយលើកពីហួសបងប្អូនលើកពីហួសគ្រាន់តែមាននាយករដ្ឋមន្ត្រីមួយបងប្អូនស្រុកគេថាម៉េចហ៎ស្រុកពីដើមមិនស្រុកគេស្រុកពីដើមគេថាស្រុកមួយនគរមួយឲ្យតែមានស្ដេចអសពបរោះហ្នឹងប្រជាប្រដ្ឋហូឈាមគ្រាន់តែស្ដេចអសពបរោះតែមួយណាបងប្អូនហើយនេះទាំងអស់បងប្អូនមានចង្វាយខេតគេសឹកតែមានខ្សែមានលហោគេមានបងមានប្អូនគេចង្វាយខេតរងប្រធានមន្ត្រីមានជិះជាន់ប្រជាប្រដ្ឋមកស្រុកខ្មែរហើយហេតុអីបងកូនមានលេខរស់កើតនេះជាឆ្ងល់ខ្ញុំចេះតែឆ្ងល់មកពីអីបងប្អូនមកពីមិនមែនឈាមអ្នកបដិវត្តដូចនៅតាមភូមិតាមឃុំអញ្ចឹងគាត់ថាគាត់យល់ហើយប៉ុន្តែគាត់ខ្លាចខ្ញុំថាមិញឯងយួរជីវិតទៅដល់ណាមិញឯងយួរជីវិតទៅដល់ណាក៏ងាប់ទៅមិញហ្នឹងស្រុកគេតែគេរីកចម្រើនហ្នឹងគេមិនមែនគិតដូចមិញឯងអញ្ចឹងទេបានស្រុកគេរីកចម្រើនហ្នឹងបើអត់ជន់គេទេអានឹងអត់មានកម្លាំងធាក់មកវិញទេដូចតែស្វាទេបើអត់ជន់វាវាអត់មានកម្លាំងធាក់ទេបងប្អូនតែសង្កត់វាណាកម្លាំងធាក់មកអញ្ចឹងដល់ពេលយើងវិញសង្កត់ទៅស្រុកខ្ញុំគេហៅសង្កត់កពិតម៉ាកសង្កត់ទៅកពិតម៉ាកដល់អាកំប៉ុងអញ្ចឹងជន់ទៅកពិតនៅនឹងហ្មងអូយភូមិហ្នឹងបងអើយគេគម្រាមណាស់ខ្លាចគេណាស់បោះឆ្នោតឲ្យគេអស់ហើយ
ba kê cầm riêng á chôn bắt để vọt ta bong ôn phùm nâng tập tê bác đặc nào làng hải cầm riêng ăn ngược lắp bọc mòn ta ớt ao ta kê cầm riêng tăng bó nào đã kê đòi về cái nhám cầm riêng bán cầm riêng tiền tàuรู้หำมัดบางคนเบิกคัดปีจีแบบเพียบบอกไปเจียบรอดยมช่างหาแบบเลือกแต่ชมดังเก่าสับเพียรอยเนี่ยภูมิพลังได้แต่ชัวร์ไปแต่เนียกี้เอาห้างไปเก่าสับเพียรอยรู้หำมัดบางคนรู้หำมัดเนี่ยจะรู้เนี่ยรู้บางคนรู้เวทเนียแบบนั้นบางคนโดนใจก็ยอดแต่อังเลือเพลิงเนี่ยนะเก็บแต่บดอังเลือเพลิงโอ้ยก็มาเรายมงอบก็มาเรายมงอบไปเนอเธอไอ้ฮะเนอเลือเพลิงอ่ะบานยูชื่อจัดอ่ะบานยูอันทางงอบเอาสลักตั้งงอบมาดองงอบเอาสลักตั้งบางคนจึงเนื้อนะอากัดมาดองตั้งมันต้องจีก็ยังมัดไปโจเชียมเยิงยังมัดแต่ขนมกวดเอากวดเมียนอารมณ์เงือบแล้วนึกบางคนยี่ไอ้ก็ดอกหนานึงปูดก่อสร้างก็ไว้ไอ้ก็ดอกหนานึงไอ้ก็ก้อนไอ้ดอกหนานึงบางคนอันเนี้ยตาบานเคยจีจวนชามนุจรันรู้ใช่เสียตาบานสลักนามาเกอามันสลังเกซอกคลาเกก็บอสนาเอาเกเมียนอามเวงนั่นมันกับลูกตะเดียดอามเวงโอ้บางคนไหนประเจียทัพไตสกชวนจังนะบางคนก่อนน่ะใบเลี้ยงเสาบ่าเขาจีนะบางคนประเจียทัพไตอะสักได้ประเจียรัฐหลังงงนะบางคนก่อนน่ะจีหลับใบเลี้ยงเสาบ่าพวกเขาจีอาเมียนลอยเพลลอยอาเมียนอำนาจเพิ่มนาจอาเมียนปัญญาปลอบในมังกายเต้บางคนเดินเดียมาประเจียทัพไตที่ให้ประเจียทัพไตจักตุ่มในอาซีนี่แต่เมื่อสองเดียจนจะเป็นหลักห้ามจะเป็นโน้มสังทากลายอย่าเตียบเรื่องในบ้านกลายจำมาเตียบเรื่องซอยใจนุ่มดีหลงงงโกงว่าข้าพเจ้าทำตายจากตุ่มตั้งไปอยู่ใครได้บ้างบ้างข้าพเจ้ารักเป็นหลงงให้ไอ้ไม่ต่อเป็นน้องประบาดคนตีนน้องเมาไปน้องเมากาจะมวยไปเลี้ยงเลี้ยวยีบานเชียมมันโจกเนื้อย่างเชียมมาใส่เกยทำมาจังนู้ขอเอาแต่ตัวขอบวันกระเติบเอาไปเฮียไก่เนี่ยจังไงขอเอาแต่ตัวขอบวันกระเติบเอาไปเฮียไก่เฮ้ยกูนี่ขอซีบ้านไงนังสกาวสจุกไปกะโลซีนะบันไดแต่ขวาซีแต่มองตะกุอัดเมนซ้ำตัวไอ้มันขอเอาตัวขอบวันกระเติบไปเฮียไก่ยมท่านดีอ่ะเวียกรอมาไปเคยเนี่ยไปวันกระเติบไปเฮียไก่น้องอ่ะเสียมาดองขวายางน้องจังเอามาไก่เสียรมจังเอามาไก่นอเปเตอร์รบศกเวียดนามเมียนเสียปันบาดใดหรือปันบาดใดเขิมฉะนั้นบ้านท้ายปีหอยกับเปลได้นะครอตัวเขิมวันก็ตัวไปเฮียกันยังไปเฮียกันนาตัวน้ำมอกละหามอดเจนซ้ำตกเลยยมมือสับไปประเทศอันแบบกัดมาไปคนเปลี่ยนได้อย่างอันเดียขวาตัวเขิมวันก็ตัวไปเฮียกันนะครอหอยนั่งมันพร้อมกันโอ้เสียติ่งจะกัดตัวเอาโกนเสียพร้อมตกเสียไงเขยอดเต็มวันไงลองรุมอดจังมาไก่มังบอลคือไอ้เป็นมันละหามขวาตัวเขิมวันก็ตัวไปเฮียกันน้องย่อมใหญ่จะรับมาเป็นทาย่อมใหญ่มาเป็นทาคือท้าสกมวยได้ประเจี๊ยบรับนะหลังงงบางคนประเจี๊ยบทับไตขวานประเจี๊ยบละใบเลยซอยบอมดึกเขาตีจังบ้านบางคนสดับมือขยมตัวใบเยอะขยมติดเตียนซ้อมเรียงซีติดเตียนรถทาพิบาลเจนเจ้าฮะปั้นตายกับน้องเขาขยมบางคนสำนักตัวเรียเต้มันมาโดยซ้อมเรียงซีกำสักขากดในยัยจะมวยเรียกมันปั้นกดใบรถทาพิบาลแต่ใบกดจัดเรียนะกดเมียนปัดได้เรียนะกดเมียนอะไรเรียนะกับน้องเรื่องกับเรื่องทมบักวัดนะอัดบันแต่เราเรียกนะกดบันแต่เราลงอยู่รำไตรวันสารรัฐบาลเนาะจำนายขยมวันนี้ตกไปขยมไม่แต่เดียวให้ครัวกำสกาให้ครัวกันนักบ้าไปเจียจนนะก็ยมให้แผลโกนเจ้ายมได้ยมปัดได้โกนเจ้ายมเต้กับเรื่องทมยมบักแต่เราเรียกให้ไอ้ตัวสนับวิสัยตั้งปีดามันย้อนท่าบ้ามันกายเรียกเต้แต่หมกอรุณยังบางคนบ้ามันกายตาชนะเรียกเต้แต่ยกนั่งเสยขามัดเอามามัดตึ๊ดเขาเรียกมือคนน่ะจังแบบมามันกลายเรียกเต้มันรัวเต้สกนึงเอาบ้าทันจังนะบางคนเขาจับตามปีนาแต่บนบางคนกับอาก็เดินกีก็ถึงครูนายมนอันไปขุดเนยอันตาอันสับยลอันปัจจุบันเงือกเนยอันไอเนยเขาอาสาชอบจับมือครูนายโอ้ยอันดังใส่มันไงได้ซีมันไงได้ซีด้วยอันเมียนต่ำไหลไอเลือพุกพันได้ซ้ำมือครูนายมือการแทะไรเอาตะปะพอพุทธลูกคันลูกกระบาลทวานุอันเมียนักใส่เอาอย่างมันเนี่ยสิกาบอกครูนายใส่เอาขมักครูนายไอครูนายบางคนนักขมายเยอะเพื่อเชิญบางคนแต่หามือจ่าโจรวมโยบายมั้ยโอ้ยอันจ่าเฮ้ยตกอันอย่างเนยเตียนติดเตออันตำเนนติดอันจัดงัวพายบางคนแต่สู้จ่าอิสราเอลยังไปจ่าไปเยอะเธอการใบเมาจ่าเธอการดอกเมาฮะไรอันสอบเปติจ้ะพลัดหมานเธอสอบเปติหมานเธอบางคนจะปนนะบางคน
ចាស់ហើយអាយុថាចំកៅបងប្អូនមកដល់ស្រុកខ្មែរវានៅដើររកកុមារកំព្រាជួយកុមារកំព្រាអីទៀតដល់ពេលយើងសួរថាចុះអ្នកឯងចាស់ហើយហេតុអីបានអ្នកឯងមិន relax ទៅអ្នកឯងមិនសម្រាកឲ្យបានស្រួលខ្លួនទៅពីព្រោះអ្នកឯងរីថាយហើយអ្នកឯងនឹងចូលនិវត្តន៍ហើយហេតុអីបានអ្នកឯងមិនដើរលេងឲ្យសុបាយតិចទៅវាថាកុំថាគេមើលមកវាសំបីតែវាមើលខ្លួនវាហ្នឹងវាមានអារម្មណ៍ថាមនុស្សចាស់ដូចរបស់គេកវត្តចោលដូចថាគេទុកនឹងធ្វើអីទំនុនសង្គមគាត់ថាគាត់មិនមែនមនុស្សប្រភេទហ្នឹងទេគាត់ធ្វើរហូតដល់គាត់ដួលព្រុសគាត់អត់ធ្វើមនុស្សអត់បានការក្នុងសង្គមដូចមនុស្សកវត្តចោលគាត់ថាអូយអត់កើតទេទោះបីគេមិនថាខ្ញុំក៏ថាខ្លួនឯងដែរចាស់ហើយបងប្អូនចាស់ណាស់មើលដល់ចរិតរបស់ជនជាតិគេអញ្ចឹងបងប្អូនមើលផ្ទុះភ្នំលើងអត់ឈប់ស៊ូណាមីអត់ឈប់បន្តិចផ្ទុះប៉ុន្តែស្រុកគេនៅតែមានពួកកំណត់របស់គេអញ្ចឹងដល់ពេលខ្មែរយើងវិញបងប្អូនចាស់ហើយអើយអញចាស់ហើយកាលពីក្មេងខ្លាចងាប់មិនហ៊ានធ្វើទេឃើញអញនៅក្មេងមកងាប់ទៅនៅរស់យូរផងដល់ពេលចាស់ទៅអញចិត្តចាស់អញសំណុកបន្តិចមកកំណត់នេះកំណត់កូនមេលាយហើយបងប្អូនអើយរឿងការអត់ទទួលខុសត្រូវនេះមួយបងប្អូនខ្ញុំនិយាយមិនបីខ្ញុំថាបើប្រជាប្រដ្ឋបាត់មិនបាត់ល្ងងទេមិនបាត់អាមិនទទួលខុសត្រូវនឹងទេហើយមិនបាត់អាខូចបងប្អូនខូចដឹងតែមេវាខូចនៅគ្រប់ទៅសក់មិនរីចម្រើនទេបងប្អូនបងប្អូនណាខ្ញុំដឹងនិយាយថាម៉េចណាបងប្អូនអារឿងការទទួលខុសត្រូវយើងត្រូវមើលគ្រប់ផ្នែកដែលយើងបានពាក់ព័ន្ធជាមួយបងប្អូនណាដូចបងប្អូនចងខ្សែនឹងកកអញ្ចឹងចងខ្សែកកចងច្រើនខ្សែបងប្អូនត្រូវកវីវាអញ្ចឹងកវីវាអញ្ចឹងទៅខ្សែនឹងវាវិលអញ្ចឹងបងប្អូនត្រូវមើលគ្រប់ខ្សែទាំងអស់ក្នុងនាមអញជាកូនគេក្នុងនាមអញជាមិត្តភក្តិគេក្នុងនាមអញជាអ្នកជាពាក់បំណុលគេក្នុងនាមអញជាពលរដ្ឋក្នុងសង្គមក្នុងនាមអញជាអ្នកដឹងមើលឲ្យគ្រប់ខ្សែដែលជាការទទួលខុសត្រូវបងប្អូនមើលឲ្យគ្រប់ខ្សែក្នុងនាមជាមនុស្សតើអញបានធ្វើការងារក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវនៅជាឪពុកគេត្រូវធ្វើអីខ្លះជាអ្នកជាពាក់បំណុលគេយើងសន្យាសងគេយើងត្រូវស្អីគេឲ្យសពបងប្អូនក្នុងនាមជាពលរដ្ឋក្នុងសង្គមតើអញបានធ្វើអីខ្លះហើយបងប្អូនមើលប្រជាប្រដ្ឋខ្មែរយើងមើលខ្ញុំនឹងយល់ថាម៉េចបងប្អូនគេនិយាយថាម៉េចហេនិយាយនឹងឃើញតែធ្វើប៉ុនហើយតានឹងឃើញតែធ្វើប៉ុនអីចិត្តអាក្រក់ម៉េចខ្ញុំថាមើលច្បាស់ណាអ្នកឯងចង់និយាយថាម៉េចគាត់ធ្វើប៉ុនហ្នឹងហើយថាគាត់ចិត្តល្អអីគាត់ទៅធ្វើទៀនឲ្យគេអីគាត់ទៅជួយគេអីគាត់ទៅធ្វើចដាឡើងឋានសួគ៌ខ្លួនគាត់តាប្រគល់ថាប៉ុនបាបនៅចេតនាណោះអញ្ចឹងគាត់ពេលគាត់ទៅធ្វើពិធីសាសនាហ្នឹងគាត់ចិត្តអាក្រក់ដែរអានេះហើយមើលឲ្យច្បាស់គាត់តែចិត្តល្អទេហើយមនុស្សធ្វើហ្នឹងបើលោតែស្ដាប់យើងយល់លែងទៅវត្តបណ្ដោយហើយអាណាក៏មកស៊ីដែរចូលសង្គមគាត់ដែរអត់ត្មងឃើញប៉ុនឥឡូវស្ងាត់តែតាមវត្តប៉ុន្តែចូល LDP នៅតិចដដែលពួកអីអង្គការទៅវត្តហ្នឹងក៏ថាបានខ្លួនគាត់ដល់ពេលដឹងស្ដាប់យើងទៅដឹងថាអត់បានឈប់ទៅប៉ុន្តែអាណាក៏ដល់ស៊ីដែរណាអត់ការទទួលខុសត្រូវចំពោះសង្គមបងប្អូនខ្ញុំមានអារម្មណ៍ថាម៉េចទេក្នុងនាមជាឪពុកម្ដាយគេថាមានការទទួលខុសត្រូវហើយយើងឲ្យកូនយើងទៅរៀនយើងរកស៊ីទុកលុយឲ្យកូនយើងបានសល់ពីព្រោះយើងជាឪពុកជាម្ដាយរបស់គេឥឡូវកូនអញសង្ឃថាមកជីវិតវាមិនបាច់រកស៊ីក៏បានដែរចំណែកដឹងក៏វាមានគេក៏អញចែកឲ្យវាខ្ញុំថាអត់គ្រប់បងប្អូនអត់គ្រប់ខ្ញុំមានអារម្មណ៍ថាអត់មានការទទួលខុសត្រូវគ្រប់ពីព្រោះវាកាន់ប៉ាសពតវានៅខ្មែរបងប្អូនណាកូនយើងហ្នឹងមានបណ្ណាក៏ដោយវាកាន់ប៉ាសពតខ្មែរដល់ខ្មែរគេមើលងាយរឿងខ្មែរហ្នឹងបងប្អូនណាទៅស្រុកគេហើយបងប្អូនបើថាទៅកូរ៉េខាងត្បូងបងប្អូនទៅកូរ៉េខាងត្បូងយើងប្រហែលថ្ងៃមុនហ្នឹងទៅជាប់មកទ្រុបដែរទ្រុបគាត់តែឃើញប៉ាសពតមកពីខ្មែរគេមុខសញ្ញាគេថាមុខសញ្ញាខ្មែរហ្នឹងប្រកែលួចទៅធ្វើការងារស្រុកគេសុំវីសាទេសចរដល់ពេលទៅដល់កន្លែងនោះលួចធ្វើការស្រុកគេអញ្ចឹងកាន់ប៉ាសពតខ្មែរមកគេទុកម្ដុំសិនឆែកម្ដងមួយចិត្ត1ម៉ោងបងប្អូនចិត្ត1ម៉ោងហេតុអីបងប្អូនកាន់ប៉ាសពតម៉ែបងប្អូនដល់ពេលទៅធ្វើការស្រុកគេនិយាយពីច្បាប់គេនោះម៉ែអើយបងប្អូនច្បាប់គឺថាចវាយគឺថាតកែហ្នឹងធ្វើបាបកម្មករយ៉ាងម៉េចក៏ដោយកម្មករគ្មានសិទ្ធិដូររោងចក្រទេគ្មានសិទ្ធិដូរទេបងប្អូនច្បាប់អីយ៉ាងនោះបាត់ដូរអ្នកឯងគ្មានសិទ្ធិត្រឡប់ទៅស្រុកកូរ៉េវិញទេដល់ពេលមកស្រុកខ្មែរណាអត់មានចាំពេលរួចឲ្យទៅវិញបានទេប៉ុន្តែបើអ្នកឯងទ្រាំឲ្យអាតកែនោះវាជិះជាន់រហូតណាដល់ពេលអ្នកឯងផុតអាណត្តិ4ឆ្នាំ5ឆ្នាំអ្នកឯងមកស្រុកខ្មែរវិញណា
រយៈពេលតែ3ខែហ្នឹងបងប្អូនអាចទៅវិញបានហើយច្បាប់អីឈួតចឹងបងប្អូនអត់មាននិយាយថាបើតកែហ្នឹងគេអត់ធ្វើបាបទេហើយយើងដូររោងចក្រអាហ្នឹងគេដល់ពេលយើងមកស្រុកខ្មែរគេមកឲ្យទៅវាមិនអីទេបងប្អូនតកែធ្វើបាបមិនក៏ដោយ4ឆ្នាំ5ឆ្នាំនេះឯងមកស្រុកខ្មែរវិញណាធ្វើការ10ខែបើវាខែតែ7ខែក៏ដោយយើងអត់អាចដូររោងចក្របានទេបងប្អូនណាបើខ្ញុំជានាយករដ្ឋមន្ត្រីហ៊ុនសែនខ្ញុំទៅហើយបងប្អូនខ្ញុំទៅហើយខ្ញុំហៅទូតកូរ៉េខាងត្បូងមកសួរហើយច្បាប់ស្អីគេខ្ញុំសុំសួរបន្តិចច្បាប់ស្អីគេដល់ពេលប្រជាប្រដ្ឋខ្មែរយើងដែលធ្វើការនៅកូរ៉េទៅប្តឹងទូតយើងដឹងថាម៉េចទេមើលអូយយើងមកស្រុកគេយើងសុំការងារគេធ្វើទៅខុសដោយត្រូវដោយយើងអត់អោនទៅហើយបើយើងចង់សុកទោះបីយើងខុសក៏ដោយយើងត្រូវចេះសុំទោសគេទៅទូតនៅកូរ៉េគេបង្រៀនកម្មករនៅកូរ៉េឲ្យធ្វើការខ្ញុំថាបងប្អូនណាពិចារណាមើលអត់មានថ្លៃធ្នូទេបងប្អូនអូយបងប្អូនឲ្យស្រុកគេបងប្អូនហ៊ានតែប៉ះជនជាតិវាមួយមើលបងប្អូនបើរដ្ឋាភិបាលរបស់វាមិនចេញតតាំងឲ្យប្រជាពលរដ្ឋបាក់បាតកម្មងាប់បងប្អូនកសែតឲ្យតែហ៊ានតែចុះតែធ្វើបាបជនជាតិវាមួយបងប្អូនសិង្ហបុរីអីសោះហ្នឹងវារស់ស៊ីជាមួយអាមេរិកវារស់ស៊ីជាមួយប្រទេសណាស្មើមុខគ្នាហ៊ានតែធ្វើបាបប្រជាពលរដ្ឋវាសាក់មើលបងប្អូនបើរួចខ្លួនកសែតប្រទេសវាចុះប្រងព្រាកថាអូមានការធ្វើបាបជនជាតិរបស់វាសាហាវចេះបែបនេះទេតែរដ្ឋាភិបាលមិនហៅទូតមកសួរបើទូតប្រទេសគេឆ្លើយតបមិនសមរម្យទេបងប្អូនបាក់តិចបាក់ទីដកទូតដកអីដល់ពេលយើងទៅសុំការងារគេធ្វើវាអន់វាថោកទៅទៀតចុះអាត្រង់ហ្នឹងណាខ្ញុំនិយាយថាទោះបីជាបងប្អូនណាបានធ្វើឲ្យកូនមានលុយច្រើនក៏ដោយតែវាកាន់ប៉ាសពតខ្មែរវានៅថោកទេបងប្អូនម៉ែឪមានកាតព្វកិច្ចធ្វើឲ្យស្រុកនេះវាថ្លៃឡើងហើយតែមិនយ៉ាងដឹងបងប្អូនមនសិការជាមនុស្សគិតថាអញ្ចឹងបងប្អូនណាបើយើងគិតអញ្ចឹងណាបងប្អូនជនជាតិយើងគ្មានណាមើងងាយបានទេបងប្អូនមិនត្រឹមតែរកយុត្តិធម៌ឲ្យជាតិសាសន៍ខ្លួនឯងទេបងប្អូនរកយុត្តិធម៌ឲ្យពិភពលោកទៀតមើលតែពិភពលោកកន្លែងណាមិនស្រួលអញកោតទោសពីហ្នឹងទៅហ្មងហ่ะតោះទៅហ្មងហើយប្រទេសយើងល្បីហើយអូកម្ពុជាកោតទោសហើយអាប្រទេសនោះមិនបានទេមាត់វាទឹកវានិយាយថាម៉េចចង់ហើយវាអត់ដែរចេះកាច់ចេះមួលទេបងប្អូនណាខ្ញុំថាលបែងបែបហ្នឹងណាសบายលេងបងប្អូនមកជីវិតលេងលបែងហ្នឹងលបែងកសាងប្រទេសយើងឲ្យវាល្បីខ្ញុំថាដូចសบายហ្មងសบายជាងបងប្អូនលេងបៀទៀតណាសบายជាងស្រីរត់ចៃទៀតណាបាយណាបងប្អូនខ្ញុំសប្បាយមែនតើមួយថ្ងៃបងប្អូនអត់ការងារនឹងធ្វើដូចរៀងងាប់អញ្ចឹងបានទៅធ្វើវេទិកាឲ្យមកវិញនៅផ្សាយផ្ទាល់អីហត់មែនបងប្អូនវាសប្បាយនឹងនិយាយប្រាប់បងប្អូនថាមិនវាសប្បាយហើយចង់ឲ្យបញ្ចូលចិត្តអញ្ចឹងទៅគេអត់ចូលអាខ្លះបងប្អូនខ្លាចចូលអំពើល្អទៀតណាទៅស្ដាប់ហើយអញយល់ហើយអូហើយប៉ុន្តែអញទើសត្រង់នឹងចូលលុយនឹងហ្មងបងប្អូនយ៉ាងណាមកខ្លាចអំពើល្អចូលទៅចូលលុយគេអីក៏ខ្លាចយ៉ាងហ្នឹងបងប្អូនសរុបមកវិញបងប្អូនបើកសាងប្រជាប្រដ្ឋខ្មែរអត់បាត់ល្ងងទេអត់បាត់អាមិនទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិនឹងទេហើយនឹងអាកាន់ជើងកាប់មុខកាច់មួលលៀបពណ៌ចង់ឈ្នះគេនឹងថាមេអញខុសក៏ដោយក៏នៅតែកាន់ជើងគេត្រូវក៏ដោយក៏នៅតែលៀបពណ៌បើបំបត្តិអារឿងនឹងអត់បានទេស្រុកខ្មែរមិនរីកចម្រើនទេខ្ញុំថាចឹងគេសួរថាតើពេលណាស្រុកខ្មែរមានការរីកចម្រើនដោយស្រុកគេខ្ញុំថាទី1ជារដ្ឋបាត់ភ្លើទៅមានការទទួលខុសត្រូវទៅជាមនុស្សល្អទៅឈប់កាច់ឈប់មួលទៅស្រុករបស់យើងនឹងរីកចម្រើនហើយខ្ញុំសូមបញ្ចប់ចំណាំគ្រារបស់